ក្នុងឱកាសឆ្នាំថ្មីទេវតាទ្រព្យសម្បត្តិកំពុងតែអោយពរមនុស្សម្នារកស៊ីមានបានចៃដន្យកត្រលផ្ទះបាញ់ធ្លាក់មកដល់ທາງកដាលបងប្អូនពេលនោះឯងចំពេលដែលតួប្រុសរបស់យើងកំពុងធ្វើការនឹងឯងឯតួប្រុសឃើញហើយក៏បានរត់ទៅវេសបាយដើម្បីទៅជួយលោកតាមហាទ្រព្យសម្បត្តិតួប្រុសយើងអត់មានអីទេបងប្អូនហៅវិណាក៏អត់លឺដែរអញ្ចឹងមានតែទឹកនឹងឯងបងប្អូនឯលោកទេវតារបស់យើងក៏បានផឹកទឹកមកក្អឿក៏មានកម្លាំងមានយុទ្ធសាស្ត្រវិញលោកទេវតាក៏ឃើញថាតួប្រុសរបស់យើងគឺជាមនុស្សដែលមានចិត្តល្អហើយក៏មាននិស្ស័យជាមួយគាត់ហើយបានជួយសង្គ្រោះគាត់ថែមទៀតនោះគាត់ក៏បានសួរតួប្រុសរបស់យើងថាតើមានបំណងប្រាថ្នាអីអត់បើសិនបើលោកមានបំណងប្រាថ្នាអីច្បាស់ជាចាំជួយតួប្រុសរបស់យើងជាបង្ខានតួប្រុសគាត់ក៏បាននិយាយថាគាត់ចង់ចាក់ចេញពីកន្លែងគាត់ធ្វើការរាល់ថ្ងៃហ្នឹងហើយចង់បានមានលុយច្រើនហើយចង់នៅជាមួយនឹងអ្នកដែលខ្លួនស្រឡាញ់អញ្ចឹងណាហើយពេលហ្នឹងឯងលោកទេវតាគាត់ក៏បានសើចហើយគាត់ក៏បាននិយាយថារកលុយគ្មានអីទៅពិបាកទេហើយគាត់ក៏បានបង្រៀននៅជំនាញកម្រិតឋានសួគ៌មួយទៅដល់តួប្រុសរបស់យើងហ្នឹងណាគឺថាកាលណាតែតួប្រុសរបស់យើងនឹងផឹកទឹកទៅលុយនឹងហូរចូលឯងមកដល់ចំណុចនេះអេដមីនចង់រៀនជំនាញហ្នឹងដែរបងប្អូនហើយលោកទេវតាវិញគាត់ក៏និយាយថាកុងស៊ីវ៉ាឆាយហើយក៏ហោះទៅបាត់ទៅតួប្រុសរបស់យើងក៏លេចទៅឃើញថាទេវតាអញទៅដល់លើមេឃបាត់ហើយលោកទេវតាគាត់ក៏បាននិយាយថាជួបគ្នាពេលក្រោយហើយក៏ប្រាប់ឲ្យតួប្រុសរបស់យើងនឹងផឹកទឹកឲ្យបានច្រើនតួប្រុសរបស់យើងងឿងឆ្ងល់យ៉ាងខ្លាំងដោយសារអត់ដែលជួបរឿងចឹងណាខ້ອຍគាត់ក៏បានផឹកទឹកលើពេជ្រនោះក៏ស្រាប់តែឃើញទូរស័ព្ទរបស់គាត់បានលូតសារមួយថាមានលុយលូតចូលចឹងណាបងប្អូនគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងមកបងប្អូនហើយគាត់ងឿងឆ្ងល់ថាស្មានតកាហ្នឹងបាញ់ឲ្យចឹងណាបងប្អូនពេលហ្នឹងក៏អត់ទាន់ដឹងទេបាទហើយពេលហ្នឹងប៉ងដែរចាប់តួស្រីរបស់យើងក៏បានខលមកហើយណាត់តួប្រុសឲ្យទៅញ៉ាំបាយជាមួយនឹងប៉ាម៉ាក់របស់គាត់ចឹងណាបងប្អូនហើយបានប្រាប់តួប្រុសរបស់យើងថាកុំអោយខកពេលវេលាអសោះឥឡូវសាច់រឿងរបស់យើងក៏បានមកដល់ផ្ទះតួស្រីវិញម្ដងប៉ាម៉ាក់ហើយតួស្រីក៏បានណែនាំមិត្តប្រុសរបស់គាត់ហ្នឹងទៅដល់ប៉ាម៉ាក់របស់គាត់ចឹងណាហើយតួប្រុសរបស់យើងក៏បានគោរពជំរាបសួរលោកពូលមីងអីចឹងទៅហើយជួបគ្នាលើកដំបូងក៏អត់មានអីផ្ញើទេមានតែរបស់នេះឮថាលោកពូហ្នឹងចូលចិត្តញ៉ាំអាហ្នឹងចឹងណាចឹងហើយក៏ទិញជូន2ជាពិសេសតែហ្មងហើយប៉ាម៉ាក់តួស្រីហ្នឹងគឺគាត់ឃើញថាតួប្រុសយើងរៀងខោអោមហើយគាត់បាននិយាយថាគាត់អត់បានចូលចិត្តអាហ្នឹងទេតែឮគេថាតែហ្មងហើយអាហ្នឹងតម្លៃតែ180យួនតែប៉ុណ្ណឹងហ្នឹងលក្ខណៈថាតែគាត់អត់សូវពេញចិត្តអីចឹងណាហើយម៉ាក់តួស្រីគាត់ក៏បាននិយាយថាអារបស់ថ្លៃប៉ុណ្ណឹងគ្មានអីទិញហោះហើយថ្ងៃក្រោយចាំកូនគាត់មិនហួសហោពេលបិទទៅគ្រួសារគាត់មិនមានណាទេប៉ុន្តែគាត់ចង់ឲ្យកូនរបស់គាត់រៀបការជាមួយអ្នកមានដែរតួប្រុសរបស់យើងគាត់ក៏បាននិយាយថាកុំបារម្ភឯអ្នកមីងខ្ញុំប្រកាសជាអាចធ្វើបានពេលនោះពុកតួស្រីក៏បាននិយាយថាអង្គុយចុះសិនទៅហើយមើលទៅពូប្រុសពេលនេះគឺមិនសូវសនុកក្នុងចិត្តអីហ្មងហើយគាត់អង្គុយចុះក៏បានញ៉ាំទឹកមកក្អឿទៅបងបាទហើយនៅពេលនោះដែរស្រាប់តែទូរស័ព្ទរបស់គាត់ហ្នឹងបានលូតសារមកទៅតែម្ដងហើយគាត់ក៏បានមើលទៅឃើញថាលុយចូលបាទមានលុយចូលតែម្ដងហើយគាត់ភ្ញាក់ផ្អើលមែនតើហើយគាត់ក៏ឆ្ងល់ថាហេតុអីក៏ចូល20000យួនទៀតហើយអាហ្នឹងសារជន់បោកប្រាស់ទេដឹងភ្លាមនោះបងប្អូនរបស់តួស្រីក៏បាននាំមិត្តប្រុសរបស់គេមកដែរហើយប៉ាម៉ាក់តួស្រីនេះឃើញគេស្លៀកពាក់ឆ្អានមកធ្វើស្វាគមន៍ហឹកហាក់ហ្មងហើយម្នាក់ស្រីនេះគេក៏បាននិយាយថាសង្សាររបស់គេបានទៅធ្វើការពីថ្ងៃមុនហ្នឹងហើយក៏បានឆ្លៀតទិញជូនប៉ាម៉ាក់ជាពិសេសហ្នឹងហើយតម្លៃរហូតដល់80000យួននោះក្រោយមកសង្សាររបស់តួស្រីនេះគេក៏បានឃើញរបស់ដែលតួប្រុសបានទិញមកគេក៏បាននិយាយថាចុះពីណាយករបស់អន់អត់គុណភាពនោះមកពីណារបស់ចឹងមិនសមមនុស្សប្រើទេនិយាយឲ្យគេក៏បានបោះចូលធុងសម្រាមលោកធ្វើស្អីហ្នឹងអីយ៉ាអុយតាមពិតស្លឹកតែថោកពីប្រអប់ហ្នឹងជាបោះមិត្តប្រុសឯងមែនទេមិនក៏មិនរើសវាឲ្យលឿនទៅជូតវាឲ្យស្អាតហើយយកឲ្យមន់ស៊ីទៅពួកឯងទេមិនអីទេបោះចោលទៅចាំទៅក្រោយចាំទិញអាថ្មីមានតម្លៃថ្លៃគុណនឹង2ឲ្យលោកពូចុះមិនទេតែមកកញ្ចប់តម្លៃ180យួនខ្ញុំហ៊ានផឹកទេខ្លាចចុកពោះហើយមកដល់ពេលនេះអ្នកមីងឃើញថាគោលសំណប់ចិត្តរបស់គាត់ទាំងពីរនេះមកដល់យូរហើយប្រហែលជាឃ្លាក៏បានអញ្ជើញពួកគេឲ្យញ៉ាំបាយតែម្ដងឈីនហ្វឹងនេះជាកន្លែងអង្គុយបាយឯងមែនទេឆាប់ទៅអង្គុយមិនខាននោះទៅម៉ាក់មិនក៏ម៉ាក់និយាយដាក់ឈីនហ្វឹងបែបហ្នឹងអញ្ចឹងមកពីគេនឹងយករបស់សម្រាមជូនប៉ាអញ្ចឹងឲ្យឯងអុយប៉ានិយាយមិនខ្មិចញ៉ាំក៏អត់ទៅអីទេបាទខ្ញុំអង្គុយកន្លែងនោះក៏បានដែរបាទដល់ចំណុចនេះប៉ាតួស្រីយើងក៏ឲ្យតួប្រុសនឹងមើលទៅលើលោកធានមីងថាគេមិនគ្រាន់តែជានាយកក្រុមហ៊ុន On Fund Group ទេហើយប្រាក់ខែរបស់គេវិញរហូតដល់200,000យួនឯណោះចុះចំណែកឯងធ្វើការនៅណាដែរហើយប្រាក់ខែប៉ុន្មានដែរតួប្រុសគេក៏បាននិយាយថាគេធ្វើការនៅការដ្ឋានសំណង់មួយកន្លែងហើយប្រាក់ខែ3000យួនតែប៉ុណ្ណោះប៉ាម៉ាក់តួស្រីក៏បានសើចចំអកឲ្យតួប្រុសថាស្អីគេ3000យួនហើយអាប៉ាធានមីងនេះគេក៏បានសើចចំអកឲ្យតួប្រុសយើងថាគេពិតជាគិតមិនដល់មានថាតួប្រុសរបស់យើងមានប្រាក់ខែតែប៉ុណ្្នឹងអញ្ចឹងណាគេថាមិនបានស្មើនឹងសន្តិសុខថ្នាក់ក្រោមក្រុមហ៊ុនគេផងហ្នឹងសន្តិសុខថ្នាក់ក្រោមក្រុមហ៊ុនគេយ៉ាងហោចណាស់ក៏4000យួនដែរក្នុងខែ
តួប្រុសរបស់យើងគេក៏បាននិយាយថាប្រាក់ខែ 3,000 យួនខ្ញុំដឹងថាមិនច្រើនទេប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីឲ្យអួយដែលជាតួស្រីរបស់យើងនឹងរស់នៅឲ្យកាន់តែប្រសើរឡើងតួស្រីឮហើយគេសប្បាយចិត្តខ្លាំងណាស់ក៏ប៉ុន្តែម៉ាក់តួស្រីនឹងក៏បាននិយាយថាកុំនិយាយរឿងអត់ប្រយោជន៍នឹងអីកាលធានមីងហើយនឹងជាវគេរៀបការគេហ៊ានឲ្យថ្លៃបណ្ណាការរហូតដល់888,000ឯណោះហើយចង់ដឹងថាតួប្រុសនឹងហ៊ានឲ្យថ្លៃបណ្ណាការប្រហែលដែរប៉ាតួស្រីក៏បានថែមតបយមកទៀតណាធានមីងក៏បានទិញផ្ទះតម្លៃរាប់សិបលានហើយទូទាត់ពេញទៀតចុះឯងមានកម្រងទិញផ្ទះនៅឯណាដែរហើយតម្លៃប៉ុន្មានដែរហើយទូទាត់ពេញឬក៏បងប្លួហើយគេបានឲ្យការចំណាយចាយវា30,000 យួនក្នុងមួយខែទៀតផងចុះឯងអាចឲ្យប្រមាណដែរតួប្រុសក្រោយស្ដាប់ឮហើយបាក់ញើសច្រកតែម្ដងឬសូចឹងអីញ័រដៃញ័រជើងតែហ្មងចឹងហើយអត់មាននិយាយអីទាំងអស់ក៏តែញ៉ាំទឹកតែម្ដងស្ដាប់បណ្ដាញ៉ាំទឹកបណ្ដាស្ដាប់បណ្ដាញ៉ាំទឹកបណ្ដាអញ្ចឹងណាស្រាប់តែកំពុងញ៉ាំហ្នឹងទូរស័ព្ទរបស់គាត់ក៏បានបន្លឺសារឡើងលើសូតឹងអញ្ចឹងណាគាត់ក៏បានលើកទូរស័ព្ទមើលស្រាប់តែឃើញលុយលូតជួកង់របស់គាត់ជាបន្តគាត់ក៏ចម្លែកក្នុងចិត្តថាហេតុអីក៏កង់របស់គាត់មានលុយលូតជ្រុលច្រើនម៉េះហើយតួប្រុសរបស់យើងភ្ញាក់ព្រឺតែហ្មងយីពីណាមភ្ញាក់បើនៅសុកក៏នៅផឹកទឹកលុយចូលម្ដងហើយគាត់នៅតែនិយាយដែរហេតុអីក៏ច្រើនម្ល៉េះក្រោយមកគាត់ក៏បាននឹកឃើញសម្ដីរបស់ទេវតាទ្រព្យសម្បត្តិតែបានផ្ដែផ្ដាំឲ្យគាត់នឹងផឹកទឹកក៏បានច្រើននោះពេលនោះហើយគាត់ក៏បានយល់គាត់គ្រាន់តែផឹកទឹកលុយក៏កើនឡើងក្នុងកងធនាគាររបស់គាត់ងាកទៅកាន់ប៉ាម៉ាក់របស់តួស្រីវិញពេលនោះគាត់បាននិយាយថាគ្រាន់តែមើលដឹងតែគ្មានលុយហើយគ្មានលុយគ្មានផ្ទះហើយគ្មានឡានទៀតមែនហើយពីណាក៏គេថាអញ្ចឹងដែរតួប្រុសស្ដាប់ឮហើយគេសើចញឹមអញ្ចឹងហើយគេបន្តផឹកទឹកទៀតអញ្ចឹងដែរពេលនោះកងរបស់គេក៏បានឡើងលុយជាបន្តទៀតហើយគេអរយ៉ាងខ្លាំងហើយគេក៏បាននិយាយថាគេចេះជំនាញហ្នឹងហើយក៏ប៉ុន្តែត្រូវការអភិវឌ្ឍវាបន្ថែមទៀតអញ្ចឹងពេលហ្នឹងតួស្រីគេក៏ឆ្ងល់ដែរតួប្រុសគេអរយ៉ាងខ្លាំងហើយគេក៏បានស្រែកឥឡូវនេះមានការវិវត្តហើយគេរត់ទៅអបតួស្រីរបស់យើងតែម្ដងម៉ាក់តួស្រីផ្ទះតុកលសើផាំងហើយនិយាយថាហើយមើលបានលឺខ្ញុំសួរអត់ពេលនោះបងតួស្រីគេក៏បាននិយាយថាម៉ាក់មើលទៅគេគ្មានមុខអីនឹងឆ្លើយទេទើបធ្វើពុតជាកោថ្លង់នៅទីនេះចឹងណាមានតែធានមីងម្នាក់គត់ដែលជាអ្នកមានហើយចិត្តល្អទៀតលើលោកនេះវាតែងតែមានមនុស្សអ្នកក្រខ្លះហើយម៉ាក់ប្អូនស្រីតែឯងគិតចឹងដែរអត់តួស្រីរបស់យើងនៅស្ងៀមហើយមិននិយាយអ្វីទាំងអស់អបធានមីងបាននិយាយថាកុំនិយាយចឹងអីមនុស្សក្ររហាមចឹងមានតម្លៃខ្លួនប្រហែលទៅប៉ាក៏បានប្រាប់ឲ្យតួស្រីនឹងតើពីញ៉ាំបាយចប់ត្រូវតែបែកគ្នាជាមួយគេភ្លាមវាពិតជាអាម៉ាស់ណាស់ម៉ាក់តួស្រីសាច់ហើយក៏បាននិយាយថាគួរឲ្យអស់សម្ដេចមែនតួប្រុសក៏បាននិយាយថាអាហារមួយពេលនេះទុកខ្ញុំអ្នកចេញចុះស្អីគេក្នុងកាតមានលុយត្រឹមតែ30,000 យួនប៉ុណ្ណឹងចង់ចេញលុយផងតួប្រុសក៏បាននិយាយថាល្អខ្ញុំយល់ព្រមបែកគ្នាជាមួយអ៊ុយចុះប្រសិនណាបើកាតរបស់ខ្ញុំមានលុយតិចជាងអាហារមួយពេលនេះចាំញ៉ាំអាហាររួចរាល់ចាំអ្នកទាំងពីរឆែកមើលចុះខ្ញុំមិនចំទាស់អីទេពេលនោះប៉ាតួស្រីក៏បាននិយាយថាល្អចាំញ៉ាំបាយរួចហើយខ្ញុំច្បាស់ជាឆែកមើលតើឯងនេះមានលុយប្រមាណទៅអ៊ុយអូនកុំបារម្ភអីបងគ្រាន់តែញ៉ាំទឹកក៏មានលុយហូរចូលដែររាប់រយលានណាវាគ្មានបញ្ហាអីទេពេលនោះតួប្រុសរបស់យើងស្រែកខ្លាំងឲ្យអ្នកបម្រើយកទឹកមកអ្នកបម្រើលើកទឹកមកយីអ្នកបម្រើហ្នឹងក៏លះទៀតហៅភ្លាមមកដល់ផ្លែតែហ្មងចឹងតួប្រុសរបស់យើងក៏មិនទុកចាំយូរអីដាក់តែហ្មងបើចង់ដឹងសាច់រឿងបន្ទាប់ទៅជាយ៉ាងណាសូមរងចាំទស្សនាភាពបន្តពេលនេះតួប្រុសរបស់យើងដាក់ក្អឺតែម្ដងហើយបើផឹកទឹកចេញលុយអញ្ចឹងហើយចាំកាលទៀតដាក់ច្រើនមកហើយលើកនេះគេឲ្យអ្នកបម្រើដាក់ទឹកម្ដង2កែវតែហ្មងទៅហើយចាំមើល2កែវហ្នឹងគេទទួលបានលុយប្រហែលដែរបាទ2កែវហ្នឹងគាត់ទទួលបាន50,000 យួនឯណោះបាទតួប្រុសរបស់យើងក៏ថាប៉ុណ្ណឹងគឺមិនទាន់គ្រប់ទេថាតែលុយធ្លាក់ចូលក្នុងកង់2លានយួនមកទៀតហើយគាត់មើលទៅថាដូចជាមិនទាន់គ្រប់បានតែ5លានតែប៉ុណ្ណឹងហើយ admin ក៏ចង់រៀនឲ្យសមត្ថភាពពិសេសផឹកទឹកចេញលុយនឹងដែរហើយប៉ាម៉ាក់តួស្រីហើយនឹងអ្នកដែលនៅទីនោះនៅគ្នាឆ្ងល់តែហ្មងថាតួប្រុសរបស់យើងនឹងកំពុងធ្វើស្អីគេហ្នឹងបងតួស្រីគេក៏បាននិយាយថាខ្ញុំមើលទៅគេអត់មានសមត្ថភាពទិញស្រាថ្លៃនៅទីនេះផឹកទេអញ្ចឹងហើយមានតែផឹកទឹកឯងធានមីងគេបាននិយាយថាខ្មាស់គេណាហើយគេបានអោយអ្នកបម្រើនឹងយកស្រាមកដល់តម្លៃ88,000មកប៉ាតួស្រីក៏បាននិយាយថាមួយជីវិតរបស់គាត់មិនដែលបានផឹកស្រាថ្លៃអញ្ចឹងទេតម្លៃរហូតដល់88,000ឯណោះធានមីងនឹងពិតជាមានសមត្ថភាពឲ្យខ្ញុំភ្លឺភ្នែកមែនម៉ាក់តួស្រីក៏បាននិយាយថាអាចមកឬអត់នឹងធៀបទៅនឹងម្រាមជើងរបស់ធានមីងមួយគឺមិនស្មើផងតួប្រុសបានហៅអ្នកបម្រើយកអាកដងធំបំផុតឲ្យខ្ញុំ5ធុងមកមិនមែន5ធុងទេគឺ8ធុងអ្នកបម្រើក៏បានសួរថាលោកប្រកាសហើយមែនថាចង់បានទឹក8ធុងមែនតួប្រុសរបស់យើងគេថាមិនខុសទេកាន់តែធំកាន់តែល្អតួស្រីក៏បានខាត់ថាហេតុអីក៏តួប្រុសរបស់យើងនឹងផឹកទឹកច្រើនម៉េះតួប្រុសក៏ថាកុំបារម្ភអីឯម៉ាក់តួស្រីនឹងស្មានថាហៅកំងអីធំដុំតាមពិតហៅកំងទឹកពី3ធុងទៅវិញគាត់ពិតជាអស់សម្លាញ់ណាស់ហើយធានមីងគេបាននិយាយចំអកទៅកាន់តួប្រុសយើងថាម៉ាក់ទឹកនៅទីនេះយ៉ាងហោចណាស់ក៏ថ្លៃជាងទឹកខាងក្រៅតិចដែរហើយមួយខែគេរកបានតែ3,000 យួនតែប៉ុណ្ណឹងកម្មករឬអត់ម្នាក់អាចផឹកទឹកនៅទីនេះចំពោះគាត់គឺជារឿងអស្ចារ្យណាស់ទៅហើយតួប្រុសបានគិតថាឲ្យសាច់សិនចុះជាមួយទីទៀតនៅសាច់បានទៀតអត់ពេលនេះទឹក8កដងក៏បានមកដល់ល្មមល្អណាស់តួប្រុសក៏បានលើកមួយកដងធំយកទៅហ្មងហើយគេក៏បាននិយាយថាចំពោះអ្នកទាំងអស់គ្នាទឹកនេះគឺគ្មានតម្លៃអីទេតែសម្រាប់ខ្ញុំវិញទឹកមួយកដងនេះមានតម្លៃរាប់រយលានឯណោះហើយអត់ចាំយូរទេតួប្រុសរបស់យើងក៏បានលើកមួយកដងផឹកតែម្ដងតួស្រីក៏បានខត់ថាឈិនហ្វឹងកុំញ៉ាំលឿនពេកប៉ាម៉ាក់តួស្រីក៏បាននិយាយថាអាយ៉ាមើលនោះ
គេឈួតហើយមែនទេមកជីវិតរបស់ខ្ញុំđãឃើញណាគាត់ផឹកទឹកអញ្ចឹងទេបងរបស់តួស្រីគេបាននិយាយថាមើលនោះគេមិនបានផឹកអាស្រាតម្លៃ 88,000 ហ្នឹងហើយបានជាចំណែនរហូតដល់ឈួតថ្នាក់នេះហើយតួប្រុសរបស់យើងដាក់មកអស់មកកដងដាច់ប៉ាត់តែមកបោះកដងចុះព្រុសឥឡូវលើកមកកដងទៀតហើយប៉ាតួស្រីក៏ឲ្យតួស្រីហ្នឹងមើលហើយហូបបានមិត្តប្រុសអីក៏គួរឲ្យស្រឡាញ់ម៉ែការពិតគាត់ចង់និយាយផ្ទុយហ្នឹងគាត់ពិតជានិយាយមិនចេញសោះគួរឲ្យអាម៉ាស់ណាអបធានមីងគេនិយាយឌឺដងទៀតបងថ្លៃមើលនេះមិត្តប្រុសក្រីក្ររបស់ឯងហ្នឹងជាធម្មតានៅកន្លែងធ្វើសំណងនោះអត់មានទឹកផឹកទេចឹងបានមកដល់នេះគេស្រេកទឹកខ្លាំងណាស់បងតួស្រីគេក៏និយាយទៀតដែរអេលោកប្តីសត្វឆ្កែនៅផ្ទះយើងក៏ផឹកទឹកអញ្ចឹងដែរមើលទៅដូចបេះបាត់ត្មងតួស្រីក៏បានប្រាប់តួប្រុសឈីនហ្វុងសុំបងជួបផឹកទៀតទៅតែមានអីណាតួប្រុសរបស់យើងដាក់មកដងទៀតដាច់ប៉ាត់ហើយកងរបស់គេក៏ឡើងលុយជាបន្តទៀតអេដមីនវិញសារតួប្រុសយើងហ្មងផឹកអស់ប្រហែលកដងឯពោះនៅដដែលហេតុតែគេមានសមត្ថភាពពិសេសដែលទេវតាបានបរៀនហ្នឹងហើយសមត្ថភាពនឹងដែរមានតែមួយហ្មងលើលោកអត់មានវិណាធ្វើបានដូចគាត់ទេហើយបន្ទាប់មកគេបានមកបំណិតទឹកលុយក្នុងកងរបស់គេហ្នឹងថាមានលុយប៉ុន្មានហើយគ្រប់នៅហើយក៏ឃើញថានៅខ្វះតាន់ទីទៀតដល់ចំនួនដែលគេចង់បានហើយអញ្ចឹងគេក៏ទៅញ៉ាំទឹកអាសោបន្តិចឲ្យអស់តែម្ដងហើយគេក៏បណ្ឌិតម្ដងទៀតក៏ឃើញថាលុយចូល100លានយួនឯណោះគេក៏បានសាយអញ្ចឹងណាហើយតួប្រុសរបស់យើងក៏បានហៅធានមីងថាស៊ីធានមីងខ្ញុំចង់បណ្ឌិតកងឯងហើយនឹងខ្ញុំអញ្ចឹងជាមើលថារវាងកងតួប្រុសរបស់យើងហើយនឹងធានមីងមួយណាមានលុយច្រើនជាងបងតួស្រីគេនិយាយថាស្អីគេត្រឹមជាកម្មករឬឥតក្ររហាមចង់មកប្រៀបធៀបជាមួយប្តីខ្ញុំផងប្តីខ្ញុំប្រាក់ខែក្នុងមួយឆ្នាំ5លានឯណោះហើយជានាយកក្រុមហ៊ុនទៀតផងប្រាក់ខែឯងវិញមិនស្មើនឹងកញ្ចក់គាត់ផងទោះបីសន្សំមួយជីវិតទៀតក៏មិនស្មើប្តីយើងផងតើឯងសម្អាងអីចង់មកប្រៀបធៀបជាមួយប្តីយើងស្រីក៏បាននិយាយថាគួរឲ្យអាម៉ាស់ណាស់ប្រាក់ខែត្រឹមតែ 3,000 យួនប៉ុណ្ណឹងមកប្រៀបធៀបជាមួយធានមីងយ៉ាងម៉េចទៅប្រសិនបើក្នុងកងរបស់ឯងមានលុយពាក់កណ្ដាលធានមីងនោះខ្ញុំសុកចិត្តកាត់ក្បាលឯងទាត់លេងចុះមិនចាំបាច់ទេលោកពូតែប្រសិនបើពិនិត្យកងរបស់ខ្ញុំឃើញថាច្រើនជាងធានមីងនោះអ្នកទាំងអស់គ្នាត្រូវសន្យាជាមួយនឹងខ្ញុំថាឲ្យអ៊ុយរៀបការជាមួយនឹងខ្ញុំបានហើយឲ្យធានមីងប្រៀបធៀបកងជាមួយនឹងឯងក៏បានដែរប៉ុន្តែប្រសិនបើឯងចាញ់ត្រូវបែកគ្នាជាមួយអ៊ុយភ្លាមហើយកុំចង់ដេកសម័យនោះគិញគួចង់ស៊ីសាច់កងានហើយប្រសិនបើខ្ញុំចាញ់វិញខ្ញុំសុកចិត្តលុតចង្គង់នៅទីនេះចុះអ្នកទាំងអស់គ្នានៅទីនេះសុទ្ធតែអាចធ្វើជាសាក្សីបានល្អសម្រាប់ថាអញ្ចឹងចុះឈិនហ្វឹងអ៊ុយជឿលើខ្ញុំចុះខ្ញុំនិយាយឲ្យច្បាស់ជាអាចធ្វើបានលុយក្នុងកងធនាគារខ្ញុំមិនមាននរណាម្នាក់អាចប្រៀបបានទេមានន័យមែនចិត្តងាប់ហើយនៅមាត់រឹងទៀតក្នុងទូរស័ព្ទដៃរបស់ខ្ញុំអាចបញ្ជាក់ពីសាច់ប្រាក់ក្នុងកងរបស់ខ្ញុំថាតើមានលុយប៉ុន្មានពេលនោះប៉ាម៉ាក់តួស្រីក៏ចាប់ផ្ដើមពិនិត្យសាច់ប្រាក់តែម្ដងក៏ឃើញថា25លានអេយ៉ាលុយរបស់ធានមីងពិតជាច្រើនមែន20លានជាងឯណោះឥឡូវឲ្យទូរស័ព្ទរបស់ឯងមកលោកពូនៅមីងអញ្ចឹងអ្នកទាំងពីរត្រូវតែពិនិត្យឲ្យបានល្អណាហើយត្រូវបើកភ្នែកធំដោយប្រុងប្រយ័ត្នផងខ្ញុំច្បាស់ជាពិនិត្យឲ្យបានល្អហើយតែប្រយ័ត្នក្នុងកងគ្មានអីណាពេលនឹងអ្នកមីងបើកភ្នែកប៉ាន់ពងមាន់តែម្ដងប៉ាម៉ាក់តើក្នុងការនេះវាអន់ដល់កម្រិតណាទៅបានជាធ្វើឲ្យអ្នកទាំងពីរភ្ញាក់ផ្អើលខ្លាំងម៉េះមិនមែន200ទេមែនទេម៉ាក់ធានមីងមិនមែនភ្នែករបស់ម៉ាក់ស្វាំងទេដឹងមើលនេះតើមានលេខ0ប្រហែលខ្ទង់ហ្នឹងពេលនោះធានមីងហើយនឹងជាវគេបានយកទៅពិនិត្យមើល100លានស្អីគេ280លានលោកប្តីហេតុអីក៏អ្នកក្រម្នាក់នេះមានលុយច្រើនម្លេះមើលនេះតួស្រីក៏និយាយថា280លានឈិនហ្វាំងតើបងបានលុយពីណាមកច្រើនម្លេះរឿងនេះគឺជារឿងវែងឆ្ងាយណាស់ខ្ញុំនឹងប្រាប់ពេលក្រោយលំអិតតែម្ដងឈិនហ្វាំងគេនិយាយទៀតថាចោះលោកពូអ្នកមីងវិញសាច់ប្រាក់របស់ខ្ញុំច្រើនជាងធានមីង10ដងឥឡូវនេះអ្នកទាំងពីរគួរតែយល់ព្រមមកខ្ញុំរៀបការជាមួយអ៊ុយហើយមែនទេប៉ាម៉ាក់កុំជឿគេអីគេគ្រាន់តែជាកម្មករមានក្លិនស្អុយម្នាក់តែប៉ុណ្ណោះហេតុអីក៏ឯងមានលុយច្រើនយ៉ាងនេះទៅតែក្នុងទូរស័ព្ទដៃរបស់គេមាន280លានឯណោះនេះជាការបោកប្រាស់ទេគឺដើម្បីតែរក្សាមុខមាត់របស់គេប៉ុណ្ណោះអូល្អណាស់ឈិនហ្វាំងខ្ញុំស្ទើរតែត្រូវឯងបោកបញ្ឆោតបានទៅហើយខ្ញុំបាននិយាយហើយថាឯងអាចមានលុយច្រើនមកពីណាតាមពិតមកពញាពេលដើម្បីបោកប្រាស់យើងតែប៉ុណ្ណោះឈិនហ្វាំងមិនខ្វល់ថាបងមានលុយឬក៏អត់ទេក៏អូននៅតែស្រឡាញ់បងដែរដូច្នេះហើយបងមិនចាំបាច់ដើម្បីរៀបការជាមួយអូនមកកុហកបែបនេះទេគ្រប់យ៉ាងដែលបងនិយាយគឺសុទ្ធតែជាការពិតបើសិនបើអ្នកទាំងអស់គ្នាមិនជឿអាចយកទូរស័ព្ទដៃរបស់ខ្ញុំខលទៅធនាគារបានទាំងអស់គ្នានឹងដឹងការពិតហើយប៉ារបស់ទូស្រីក៏បាននិយាយថាចាំបាច់ពិនិត្យទៀតដែរអីយករបស់ក្លែងក្លាយបោកយើងផងពេលនោះគាត់ក៏បានយកទូរស័ព្ទតួប្រុសរបស់យើងបោកខ្ទេចតែម្ដងទូរស័ព្ទរបស់ខ្ញុំបានហើយឯងចាញ់ហើយឥឡូវលូតចង្គង់ចុះឲ្យធ្វើជាឆ្កែព្រុសទៅអ្នកទាំងអស់គ្នាជ្រុលពេកហើយយ៉ាងណាឈិនហ្វាំងក៏ជាមិត្តប្រុសខ្ញុំដែរអ្នកទាំងអស់គ្នាមិនចាំបាច់ធ្វើរឿងដ៏គួរអាម៉ាស់អញ្ចឹងដែរសុកចិត្តទទួលស្គាល់ថាបរាជ័យហើយយ៉ាងនេះគឺជាការសន្យារបស់គេទេខ្ញុំមិនបានចាញ់ទេប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងការប៉ັດមែននោះខ្ញុំនឹងយកកាតធនាគាររបស់ខ្ញុំទៅធនាគារអញ្ចឹងឯងហ៊ានទេដកលុយចេញពីក្នុងកាតនេះទាំងអស់បានអញ្ចឹងយើងនឹងទៅធនាគារជាមួយឯងថ្ងៃនេះតែម្ដងដើម្បីបញ្ជាក់ថាកាតរបស់យើងមានលុយច្រើនជាងឯងខ្ញុំនឹងឲ្យឯងលុតចង្គង់នឹងធ្វើជាឆ្កែព្រុសនៅមុខធនាគារនោះចុះបានអ្នកណាចាញ់នឹងធ្វើជាឆ្កែព្រុសចុះក្រោយមកទៀតពួកគេក៏បាននាំគ្នាទៅធនាគារតែម្ដង
ដើម្បីខាងធនាគារពិនិត្យនិងដកសាច់ប្រាក់ទាំងអស់ចេញមកតែម្ដងពួកគេទាំងពីរសុទ្ធតែឲ្យធនាគារធ្វើអញ្ចឹងដូចគ្នាហើយពួកគេក៏ទៅរងចាំខាងក្រៅដើម្បីចាំមើលពិនិត្យសាច់ប្រាក់ទាំងអស់គ្នាថាតើពីណាច្រើនជាងពីណាមកដល់ភាគនេះដឹងតែល្អមើលហើយហ្វេនដែលគ្រប់គ្នាចង់ដឹងលុយរបស់ធានមីងនិងតួប្រុសរបស់យើងមែនតែនអញ្ចឹងចាំមើលបន្តិចទៀតទៅនឹងភ្លឺភ្នែកទាំងអស់គ្នាហើយហ្វេនតោះកុំឲ្យខាតពេលសូមទៅតាមដានទាំងអស់គ្នាគ្រាន់តែដើរមកដល់ភ្លាមធានមីងគេបាននិយាយឌឺហ្មងខ្ញុំបានប្រាប់ឯងហើយថានឹងឲ្យឯងអោនក្បាលសុំទោសនឹងធ្វើជាស្កែស្ដាប់បង្គាប់វោះចិត្តដល់ពេលហើយពេលនេះស្ដាយក្រោយក៏យឺតពេលដែរឡានមិនទាន់មកដល់ផងតើឯងដឹងដោយរបៀបណាថាមិនត្រូវអ្នកដែលធ្វើជាឆ្កែព្រុសនោះមិនមែនជាឯងទេណាអ្នកមីងក៏បាននិយាយថាធានមីងគឺជានាយកក្រុមហ៊ុនហើយឯងគ្រាន់តែជាងសំណងក្រីក្រតែប៉ុណ្ណោះខ្ញុំឃើញអ្នកសុំទាននៅតាមផ្លូវពួកគេទាំងអស់នោះរកបានច្រើនជាងឯងទៅទៀតឈិនហ្វាំងឆាប់សុំទោសបងថ្លៃទៅកុំឲ្យខ្មាស់គេខ្លាំងជាងនេះអីអូនកុំបារម្ភអីចាំតិចទៀតអ្នកមីងអាចមើលលុយខ្ញុំទៅនឹងដឹងហើយអ្នកទាំងពីរមិនចាំបាច់មើលងាយប្រមាថអ្នកដទៃអញ្ចឹងទេល្អខ្ញុំចាំមើលចុះថាមនុស្សក្រីក្រហៅប៉ៅធំជាងមុខដូចឯងនេះមានលុយក្នុងកាតប៉ុន្មានទៅស្រាប់តែពេលនេះឡានដឹកលុយក៏បានមកដល់ហើយមកមើលលុយនេះដឹកសិតតឡានតែហ្មងពេលនេះបុគ្គលិកធនាគារគឺចាប់ផ្ដើមបើកលុយចេញហើយឃើញថាលុយពេញមួយឡានហ្នឹងតែម្ដងហើយពេលហ្នឹងដែរប៉ាម៉ាក់របស់តួស្រីក៏បានសវេសវារត់ទៅមើលលុយហ្នឹងខាងបុគ្គលិកគាត់ក៏បាននិយាយថាលុយ250លានត្រូវបានដកចេញហើយគឺនៅទីនេះទាំងអស់ម៉ាក់តួស្រីនិយាយទាំងញ័រមកថាបើសិនតែគាត់មានលុយទាំងកំណោបែបនេះទោះបីជាក្នុងសុបិនក៏គាត់សប្បាយចិត្តដែរហើយចំណែកបងតួស្រីវិញគេបាននិយាយថាអេឥឡូវមើលឃើញហើយនៅលុយរបស់ប្តីខ្ញុំអាចគប់ឯងឲ្យស្លាប់បានប្រសិនបើឯងដឹងខ្លួនឆាប់សារភាពកំហុសមកនេះគ្រាន់តែជាលុយបន្តិចតួចតែប៉ុណ្ណោះវាស័ក្តិសមទេដែលខ្ញុំត្រូវបង្វិលក្បាលទៅសារភាពកំហុសនោះចុះលុយខ្ញុំវិញនៅណាដែរជាដោយសារតែបរិមាណលុយឲ្យលោកហេតុផលចម្បងនោះគឺថាវាច្រើនធនាគារពួកយើងអត់មានសាច់ប្រាក់ច្រើនបែបនេះឡើយដូច្នេះហើយត្រូវផ្ទេរពីសាខាផ្សេងមកសិនស្អីគេ25លានបានមកដល់ហើយតាហើយបុគ្គលិកក៏បានមកដែរមិនមែនក្នុងកាតរបស់គេអត់លុយទេដឹងហើយចុះមិនក៏នៅមានច្រើនទៀតម៉ាក់កំពុងគិតអីហ្នឹងប្រកាសហើយច្បាស់ជាក្នុងកាតរបស់គេនឹងអត់មានលុយហើយឬក៏មានលុយតិចពេកហើយទើបធនាគាររអ៊ូរទាំបែបនេះអូអត់ទោះបាទការដកសាច់ប្រាក់គឺត្រូវការពេលវេលាខ្លះបាទអធិស្ឋានផងសូមរងចាំបន្តិចចុះបាទសូមពិសាទឹកសុនចុះអ្នកស្រីសូមអញ្ជើញមិនចាំបាច់ទេពេលនេះតួប្រុសរបស់យើងគេបានផឹកទឹកទៀតហើយស្រាប់តែបុគ្គលិកធនាគារនិយាយថាលោកប្រធានមិនស្រួលហើយធនាគារជីនហ៊ុយពួកយើងនៅសាខាហាយឆឹងមានអតិថិជនស្នើដកប្រាក់ឥឡូវនេះសាខាកំពុងរាយការណ៍មកការិយាល័យកណ្ដាលពួកយើងសាច់ប្រាក់បំរុងសាខាឆឹងហាយមាន100លានឯណោះហេតុអីក៏ត្រូវរាយការណ៍មកការិយាល័យកណ្ដាលពួកយើងទៅវិញភ្ញៀវបាននិយាយថាទឹកប្រាក់ដែលមាននៅក្នុងកាតរបស់គាត់គឺមាន280លានឯណោះថាម៉េចហើយទឹកប្រាក់ក្នុងកុងនៅតែកើនឡើងបន្តពេលនេះមេធំនៃធនាគារកណ្ដាលគាត់ក៏បានពិនិត្យមើលក៏ឃើញថាទឹកប្រាក់ពិតជាកើនឡើងជាបន្តមែនធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងតែហ្មងថាឡូវវាកើនឡើងរហូតដល់300លានទៅហើយតែប្រហែលនាទីសោះកើនឡើងរហូតដល់20លានហើយទឹកប្រាក់ចំនួនច្រើនបែបនេះភ្លាមគិតមិនទៅហើយលោកប្រធានសាខាគាត់គិតបែបណាវិញតោះបញ្ញាប់រៀបចំឡានទៅជាមួយខ្ញុំហើយខ្ញុំនឹងទៅជួបម្ចាស់លុយដោយផ្ទាល់នេះគឺជាភ្ញៀវធំរបស់ធនាគារយើងហើយឥឡូវវិលមកខាងតួប្រុសរបស់យើងវិញហេតុអីក៏លុយរបស់ឯងនៅតែមិនទាន់មកដល់ទៀតមើលទៅមិនមានលុយនៅក្នុងកាតទេដឹងសូម្បីតែម៉ាស៊ីនក៏គ្មានដែរមើលទៅមិញអ្នកអត់បានស្ដាប់អ្នកគ្រប់គ្រងគេនិយាយទេមែនទេថាចំនួននេះវាច្រើនពេកគឺត្រូវផ្ទេរពីការិយាល័យកណ្ដាលមកសិនឡានធំមួយគ្រឿងដាក់បានតែជាង10ប្រអប់ប៉ុណ្ណោះចុះទម្រាំឡានច្រើនមិនត្រូវការពេលវេលាទេអីលុយក្នុងកាតឯងតែប៉ុណ្ណឹងចាំបាច់ត្រូវការឡានធំដឹកមកដែរអីអូមើលទៅឯងគួរតែយកកង់កញ្ចាស់មកដឹកហើយទើបត្រូវនិយាយហើយពួកគេក៏បានសើចប្រសិនបើមានឡាន4គ្រឿងដឹកលុយរបស់ឯងមកមែនណាខ្ញុំនឹងលុតជង្គង់ឲ្យហៅឯងថាលោកតាចុះឯងជាអ្នកនិយាយទេណាមែនហើយរំពេចនោះក៏មានលំអដឹកអីវ៉ាន់មួយកំ pl មកតេតហ្វេនតើនេះជាលំអដឹកលុយរបស់តួប្រុសយើងអត់កាលវិភាគមុនឃើញថាប៉ារបស់តួស្រីបានសើចចំអកតួប្រុសយើងថាលុយក្នុងកាតមានតែប៉ុណ្ណឹងគួរតែយកកង់កញ្ចាស់មកដឹកទេទើបត្រូវហើយពួកគេក៏បានសើចជួនជាពេលហ្នឹងលំអមួយក៏បានមកដល់ហើយចុចកំ pl លសូតឺសំផ្លូវមួយខ្ញុំប្រញាប់ណាស់ពេលនោះបងតួស្រីក៏បានសើចហើយចំអកតួប្រុសថាខ្ញុំស្មានថាឡានដឹកលុយរបស់ឯងមកដល់ហើយតាមពិតត្រឹមតែជារមាក់ដឹកសម្បត្តិសោះពួកយើងចាំឯងក្រោមខ្យល់ត្រជាក់យូរណាស់មកហើយពិតជាអស់ការអត់ធ្មត់ហើយបើឯងមានឆន្ទៈទទួលស្គាល់បរាជ័យមែនណាឆាប់លុតជង្គង់ចុះឲ្យធ្វើត្រាប់តាមសัจឆ្កែទៅលុយរបស់ខ្ញុំមិនទាន់មកដល់ឡើយខ្ញុំក៏មិនទាន់បរាជ័យដែរហេតុអីខ្ញុំត្រូវលុតជង្គង់ទៅហេតុអីត្រឹមតែមួយខែរកបាន3000យួនតែប៉ុណ្ណឹងនៅថាខ្លួនឯងអស់ចាទៀតវាប្រៀបមិនបាននឹងធានមីងរបស់ពួកយើងទេក្នុងកាតមានលុយតិចតួចសោះមិនក៏មិនឆាប់លុតជង្គង់ចុះទៅលោកប៉ាបងថ្លៃ
ពួកយើងគឺសុទ្ធតែជាគ្រួសារតែមួយទេឲ្យខ្ញុំសូមទោសចំពោះឈិនហ្វាងផងកុំធ្វើឲ្យគាត់លំបាកអីជាគ្រួសារតែមួយអីទៅគេគ្រាន់តែជាកម្មករឬអត្តនៅការដ្ឋានសំណងម្នាក់តែប៉ុណ្ណោះនៅចង់តាំងខ្លួនជាកូនប្រសារគ្រួសារលេយើងទៀតមែនទេដេកស្រមៃទៅម៉ាអេបងអូនស្រីមើលទៅឯងរកបានមនុស្សស្អីគេហ្នឹងកម្មករប្រាក់ខែ 3000 យួនតែប៉ុណ្ណឹងនៅអួតចង់ធៀបខ្លួននឹងប្តីរបស់យើងផងភាពក្រអឺតក្រទមរបស់ឯងអំបញ្ញមិញទៅណាអស់ហើយឲ្យគេលុតជង្គង់សុំអង្វរទៅនៅអាចពិចារណាបានចំជាអត់ប្រយោជន៍មែននៅមិនលុតជង្គង់ទៀតមែនទេលោកខ្ញុំគឺជាភ្ញៀវ VIP នៃធនាគាររបស់លោកឆាប់រកមនុស្សឲ្យមកចាប់គេភ្លាមឲ្យគេលុតជង្គង់ហើយធ្វើជាឆ្កែព្រុសបើមិនអញ្ចឹងទេលួយជា20លានខ្ញុំនឹងរកធនាគារផ្សេងដាក់ហើយទេកុំអីទាំងអស់គ្នាចាប់គេឲ្យខ្ញុំឲ្យគេលុតជង្គង់ឲ្យធ្វើតាមលោកស៊ីទៅលែងឈិនហ្វាំងទៅលែងខ្ញុំប្អូនស្រីពួកគេកំពុងធ្វើការណាពួកយើងជាស្រីកុំជួយឆ្អាតអីមើលចុះពេលនេះទូប្រុសពិតជាគួរអាណិតមែនអាក្មេងមិនទាន់បាត់ធំក្លិនទឹកដោះថ្ងៃនេះយើងនឹងបង្រៀនមេរៀនមួយដល់ឯងហើយអ្នកក្រគឺនៅតែក្រមិនអាចទៅរួចទេប្រាក់ខែ 3000 យួនរបស់ឯងទោះខំឬអត់10ជាតិទៀតក៏មិនស្មើនឹងយើងដែរស៊ីធានមីងចាំមើលលុយរបស់ខ្ញុំបញ្ជូនមកដល់ទីនេះហើយឯងស្ដាយក្រោយក៏យឺតពេលដែរអញ្ចឹងយើងចាំមើលចុះថាតើឯងនៅមានអ្វីឲ្យយើងស្ដាយក្រោយអាចចង្រៃធ្វើមិនធ្វើហ៎ធានមីងគេរៀបនឹងវាយតួប្រុសរបស់យើងតទៅទៀតហើយក៏ប៉ុន្តែស្រាប់តែមានឡានធំជាច្រើនបានមកដល់ពេលនោះអ្នកក្នុងឡានក៏បានស្រែកថា280លានបានមកដល់ហើយធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលតែម្ដងពេលនោះដែរក៏មានបុគ្គលិកម្នាក់ក៏បានស្រែកលឺថាឆាប់បើកទ្វារទាំងអស់ឲ្យខ្ញុំពេលនោះក៏ឃើញថាក្នុងមួយឡានគឺសុទ្ធតែលុយពេញតែម្ដងហើយប៉ាម៉ាក់តួស្រីក៏ស្រែកអីយ៉ាហើយក៏រត់ស្រវេស្រវាទៅមើលលឿនឡើងច្រើនណាស់ពិតជាច្រើនមែនសូមអញ្ជើញមើលមានឡាននេះមួយទៀតហើយមើលទៅបងតួស្រីវិញដូចជាចង់ខ្យល់ចាប់ហើយនេះពិតជាភ្ញៀវធំរបស់ធនាគារហើយមានទ្រព្យសម្បត្តិច្រើនណាស់កុំថាឡើយនៅក្រុងឆាងហាយពួកយើងទោះបីជាក្រុងធំទាំងអស់ក៏មិនមាននរណាមានលុយច្រើនបែបនេះដែរអត់ទោះតើម្នាក់ណាគឺជាលោកឈិនហ្វាំងទៅបានទឹកប្រាក់280លានរបស់គាត់ត្រូវបានបញ្ជូនមកអស់ហើយស្អីគេលោកនិយាយថាលុយទាំងនេះគឺជារបស់ឈិនហ្វាំងមិនខុសទេបាទខាងការិយាល័យកណ្ដាលបានបញ្ជាក់យ៉ាងច្បាស់ហើយបាទថាត្រូវតែបញ្ជូនមកឲ្យលោកឈិនហ្វាំងដោយផ្ទាល់ដៃទាំងអស់គ្នាមិនមែនច្រឡំទេដឹងឈិនហ្វាំងគ្រាន់តែជាអ្នកឬអត់ម្នាក់ទេហេតុអីក៏អាចមានលុយច្រើនម្ល៉េះរឿងនេះខ្ញុំមិនច្បាស់ទេពួកយើងគ្រាន់តែទទួលខុសត្រូវចំពោះការដឹកជញ្ជូនប៉ុណ្ណោះសូមសួរថាតើម្នាក់ណាគឺជាលោកឈិនហ្វាំងដែរបាទគឺខ្ញុំសូមលោកបង្ហាញអត្តសញ្ញាណរបស់លោកបាទល្អខ្ញុំដឹងហើយតាមពិតអតិថិជនម្នាក់នោះគ្រាន់តែមានឈ្មោះដូចគ្នាទៅនឹងឈិនហ្វាំងទេអូព្រះអើយខ្ញុំបាននិយាយហើយថាគេម្នាក់នេះយ៉ាងម៉េចអាចមានលុយច្រើននោះតាមពិតទៅគ្រាន់តែមានឈ្មោះនឹងនាមតកោដូចគ្នាតែប៉ុណ្ណោះគ្រាន់តែឈិនហ្វាំងបង្ហាញកាតព្រាមឈិនមីងគេបានវាយកាតនោះទម្លាក់ចោលតែម្ដងឯងធ្វើអីហ្នឹងឯងស្ដាប់មិនឮទេថាលុយទាំងនេះគឺគ្រាន់តែជារបស់អតិថិជនផ្សេងដែលមានឈ្មោះដូចឯងតែប៉ុណ្ណោះឯងនៅហ៊ានអះអាងទៀតមិនខុសទេលោកខ្ញុំសូមរំលឹកអ្នកណាគឺខុសច្បាប់ហើយមើលទៅអ្នកទាំងអស់គ្នាប្រហែលជាគិតថាលុយ280លាននេះមិនមែនជារបស់ខ្ញុំហើយមើលទៅអញ្ចឹងសូមពិនិត្យចុះតួប្រុសក៏បានប្រគល់កាតឲ្យបុគ្គលិកឆែកមើលបានពិតជាមិនឃើញក្តាមឈូសមិនស្រក់ទឹកភ្នែកមែនអញ្ចឹងយើងនឹងចាំមើលដោយផ្ទាល់ភ្នែកហើយតើឯងនឹងត្រូវបានគេបញ្ជូនទៅនោះអ្នកទាំងពីរចាំស្ដាប់នៅពេលដែលការផ្ទៀងផ្ទាត់បរាជ័យនោះត្រូវតែបញ្ជូនគេទៅប៉ុស្តិ៍ប៉ូលីសភ្លាមបាទទៀនឈិនហ្វាំងបំភ្លេចវាចោលទៅកុំបន្លំយកលុយអ្នកដទៃអីកុំដើម្បីតែរបស់ក្រៅខ្លួនបន្តិចបន្តួចត្រូវមានទោសនោះគឺគ្មានតម្លៃទេអ៊ុយអូនជឿបងចុះឆាប់ពិនិត្យទៅក្រោយដាក់កាតចូលទាំងអស់គ្នាសុទ្ធតែរងចាំមើលលទ្ធផលតែម្ដងលទ្ធផលបញ្ជាក់ថាជោគជ័យទាំងអស់គ្នាសុទ្ធតែភ្ញាក់ផ្អើលតែម្ដងមិនអាចទេ280លានពិតជារបស់ឈិនហ្វាំងមែនពិតជារបស់គេមែនមិនអាចទៅរួចទេច្បាស់ជាម៉ាស៊ីននេះខូចហើយទើបវាពិនិត្យខុសអញ្ចឹងគេគ្រាន់តែជាកម្មករឬឥតប៉ុណ្ណោះម៉ាស៊ីននៅការិយាល័យកណ្ដាលពួកយើងគឺច្បាស់លាស់បំផុតហើយគឺមិនអាចខុសទេលោកឈិនហ្វាំងទឹកប្រាក់280លានសូមអញ្ជើញទទួលបានតួប្រុសក៏បានចុះហត្ថលេខាទទួលប្រាក់អរគុណច្រើនបាទអំបញ្ញមិញតើនរណានិយាយថានឹងបញ្ជូនខ្ញុំទៅប៉ុស្តិ៍ប៉ូលីសនោះអធិស្ឋានលោកទាំងនេះគឺសិទ្ធិជាការយល់ច្រឡំទេបាទគ្រាន់តែលេងសើចជាមួយលោកតិចតួចទេបាទអញ្ចឹងខ្ញុំសូមសួរលោកជាមុនសិនថានៅក្នុងធនាគាររបស់ពួកលោកតើខ្ញុំសន្សំបាន280លានមែនឬក៏អត់អញ្ចឹងត្រូវចាត់ទុកជាអតិថិជន VIP ហើយមែនទេគឺលើសពី VIP ទៅទៀតគឺនៅធនាគារពួកយើងលោកជាអតិថិជនពិសេសកំពូល VIP តែម្ដងណាបាទអញ្ចឹងខ្ញុំគឺជា VIP ដ៏អស្ចារ្យហើយមែនទេអញ្ចឹងលោកច្បាស់ជាអាចជួយខ្ញុំឲ្យម្នាក់នេះលោកជង្គង់ចុះឲ្យធ្វើត្រាប់តាមសត្វឆ្កែផងមែនទេឯងចង់ធ្វើអីស៊ីធានមីងឥឡូវនេះទឹកប្រាក់របស់ខ្ញុំច្រើនជាងឯងរហូតដល់10ដងយោងតាមការភ្នាល់នោះគឺឯងចាញ់ហើយឆាប់លួចជង្គង់ចុះហើយស្រែកទៅមិនអាចទៅរួចទេខ្ញុំដឹងថាលុយទាំងនេះប្រកាសជាលុយខុសច្បាប់ហើយខុសច្បាប់
ត្រូវហើយលុយទាំងនេះមិនដឹងថាគេយកមកពីណានោះទេនេះគេគ្រាន់តែចង់រក្សាមុខមាត់តែប៉ុណ្ណោះអ្នកបើកបរទាំងនេះគឺសុទ្ធតែជាប៉ាពួករបស់គេត្រូវហើយខ្ញុំនៅតែក្នុងធនាគារអញ្ចឹងហើយបានជាមិនដឹងថាមានអតិថិជនធំបែបនេះហើយជាបុគ្គលិកទើបតែធ្វើការទៀតតែផ្លាកសញ្ញាធនាគារសុទ្ធតែអាចបន្លំបានចៃដន្យពេលនេះមេធនាគារធំក៏បានខលមកអាយ៉ាលោកចៅខលមកមានបញ្ហាអីហ្នឹងអាឡូលោកប្រធានចៅនៅកន្លែងលោកមានអតិថិជនម្នាក់ឈ្មោះឈីនហ្វាំងមែនទេបាទមានលោកល្អតិចទៀតខ្ញុំទៅដល់ហើយលោកខាត់គាត់ឲ្យខ្ញុំដាច់ខាតកុំឲ្យគាត់ទៅណាឲ្យសោះខ្ញុំចង់ជួបគាត់ដោយផ្ទាល់មើលទៅមានតែយកចិត្តអតិថិជនធំម្នាក់នេះទេទើបខ្ញុំអាចឡើងតំណែងបានហើយតំណែងប្រមុខរដ្ឋស្ដីទីនៃអាស៊ីប៉ាស៊ីហ្វិកខ្ញុំមានសង្ឃឹមហើយឆាប់បន្ថែមលបឿនទៅលឿនឡើងឥឡូវវិលមកកាន់បុគ្គលិកវិញគឺគេបានស្ដាប់ច្រឡំថាលោកចៅបានផ្ដាំអោយចាប់ខ្លួនឈីនហ្វាំងឆាប់មកនេះមកចាប់ខ្លួនគេភ្លាមពួកឯងចង់ធ្វើអីហ្នឹងចង់ធ្វើអីឯងនេះមកដល់ពេលនេះហើយនៅតែធ្វើពុតទៀតអំបាញ់មិញមេធំធនាគាររបស់ពួកយើងទើបនឹងខលមកឲ្យយើងមើលឯងឲ្យបានល្អកុំឲ្យឯងរត់ទៅឆ្ងាយអសោះអញ្ចឹងច្បាស់ជាឯងធ្វើរឿងអីខុសច្បាប់ហើយទើបលោកប្រធានគាត់មកផ្ទាល់បែបនេះបើអញ្ចឹងអាចជាបាត់អក្រិតធ្ងន់ធ្ងរហើយជាងនេះទៅទៀតលុយ280លានចំនួនដល់សម្បើមបែបនេះឈីនហ្វាំងឯងច្បាស់ជាស្លាប់ហើយមកនាំគេមកវាយគេឲ្យខ្លាំងទៅអត់ទេខ្ញុំសូមបបលោកដោះលែងគាត់ទៅគាត់គ្រាន់តែល្ងើមួយពេលទេថយចេញបាននៅតែអង្វរឲ្យគេម្ដងទៀតនោះខ្ញុំនឹងនាំនាងទៅជាមួយគ្នាហើយវាយទៅកុំវាយអីឈប់វាយទៅខ្ញុំសុខចិត្តលុតជង្គង់អង្វរអ្នកចុះខ្ញុំសូមអង្វរលោកណាអុយមិនត្រូវលុតជង្គង់អង្វរពួកគេទេកូនចោមសៀតឯងនេះដើម្បីប្រមម្នាក់ធ្វើឲ្យគ្រួសាររបស់យើងខ្មាស់គេណាប៉ាឈិនហ្វាំងគឺជាមិត្តប្រុសរបស់ខ្ញុំណាប៉ាមួយជីវិតនេះខ្ញុំសម្រេចចិត្តនៅជាមួយគាត់អស់មួយជីវិតហើយខ្ញុំមិនអាចឲ្យគាត់មានរឿងអីនោះឡើយខ្ញុំសុខចិត្តអោនក្បាលលង្វល់លោកឲ្យគាត់ទៅអុយទេអុយនៅហ៊ានសុំបោទៀតបាត់មាត់ទៅថយចេញលុយ280លានថ្ងៃនេះខ្ញុំនឹងយកភ្លើងដុតឲ្យឯងទាំងអស់លោកចង់ធ្វើអីហ៎អាក្មេងល្ងខ្ញុំប្រាប់ឯងទៅចោះនេះគឺជាអំពើខុសច្បាប់យោងតាមច្បាប់ធនាគាររបស់ពួកយើងត្រូវតែបំផ្លាញវាចោលទាំងអស់ត្រូវតែយកទៅដុតចោលឲ្យអស់ទៅកុំអោយយកទៅកុហកអ្នកដទៃទៀតនេះជាលុយពិតប្រសិនបើហ៊ានដុតទាំងអស់គ្នានឹងត្រូវផ្ដាល់ជាសំណងហើយអុយចិត្តដល់ពេលស្លាប់ហើយនៅមាត់រឹងទៀតឯងនិយាយថានេះជាលុយពិតអញ្ចឹងបានថ្ងៃនេះយើងនឹងដុតវាដោយផ្ទាល់ដៃចាំមើលវាឆេះអស់ហើយនៅអាចបញ្ជាក់ថាពិតឬមិនពិតដែរឬទេពេលនេះមេធំនៃធនាគារគាត់ធ្វើដំណើរចិត្តមកដល់ហើយគាត់បានសួរលេខារបស់គាត់ថាតើនៅមិនទាន់ដល់ទេមែនទេលោកចាងនៅប្រហែលជា5នាទីទៀតទៅដល់ហើយលឿនឡើងសូមបើកឲ្យលឿនបន្តិចទៅអ្នកបើកឡានមិនចាំយូរឡើយក៏ជន់មកទំហឹងតែហ្មងស៊ីធានមីងប្រសិនបើឯងហ៊ានដុតឯងនឹងស្លាប់ហើយពេលនេះខ្ញុំស្លាប់ហើយអ្នកដែលត្រូវស្លាប់នោះគឺជាឯងទេខ្ញុំនឹងនៅទីនេះចាំមើលបន្តិចទៀតលោកចាងនឹងមកដល់ហើយនឹងផ្ដល់រង្វាន់ជាច្រើនឲ្យពួកយើងជាពំខានឡើយអាយ៉ាលោកប្តីតើសប្បាយលេងទេបើមិនយល់ទាស់ទេឲ្យអូនទៅដុតលេងដែរទៅលុយទាំងនេះមើលទៅគួរឲ្យសប្បាយលេងមែនខ្ញុំចង់ដុតវាម្ដង10លានអ្នកទាំងអស់គ្នាប្រកាសជាស្ដាយក្រោយពំខានឡើយទាំងអស់គ្នានៅចាំមើលអីទៀតឆាប់ចាត់ការទៅឈប់វាយទៅឈិនហ្វាំងហើយពិតជាបំបងបាយមែនទុកឲ្យយើងវិញចាំមើលឲ្យច្បាស់ណានេះណែស្របពេលនេះដែរមេធនាគារធំក៏ជិតមកដល់ដែរមើលបែបនេះវិញកុំអីឈិនហ្វាំងប៊ីនឹងត្រូវមួយដំបងទៀតហើយតែចៃដន្យត្រូវបានលោកប្រធានធនាគារធំបានមកដល់ទាន់លោកប្រធានទុកចិត្តចុះខ្ញុំបានប្រដៅគេបានយ៉ាងល្អហើយបាទអាចច្រមុះមួយនេះនៅថាខ្លួនឯងមានលុយសន្សំ280លានទីផងហើយនៅមិនដឹងថាលុយយកមកពីណាទៀតផងតើបោកគេគ្រប់គ្នាពួកយើងទាំងអស់គ្នាកំពុងរៀបចំជួយលើកដុតបំផ្លាញលុយទាំងអស់នេះលោកប្រធានចាប់បានជន់សង្ស័យលើកនេះខ្ញុំប្រហែលជាបានគុណសម្បត្តិធំហើយមែនទេខ្ញុំអោយឯងមើលភ្ញៀវឲ្យបានល្អតើមើលបែបហ្នឹងហ៎លោកប្រធានមិនមែននិយាយថាមើលគេឲ្យបានល្អកុំអោយគេរត់នោះអីអាល្ងងខ្ញុំអោយឯងមើលថែគាត់ឲ្យបានល្អចាំជួបខ្ញុំសិនគាត់ជាអតិថិជនធំមិនធ្លាប់មានរបស់ធនាគារយើងគឺគាត់ហ្នឹងតើលោកដឹងទេថាឡានដែលដឹកលុយ280លាននេះគឺជារបស់គាត់ដែលបានទុកក្នុងធនាគាររបស់ពួកយើងហើយយ៉ាងម៉េចបានជាលោកហ៊ានប្រព្រឹត្តអាកប្បកិរិយាមិនល្អដាក់លោកឈីទៅវិញលោកត្រូវបានបណ្ដេញចេញហើយឆាប់នាំគេចេញទៅលោកប្រធានខ្ញុំខុសហើយខ្ញុំមានភ្នែកអត់ប្រស្រីមែនលើកលែងឲ្យខ្ញុំផងលោកប្រធានលោកឈីតើលោកមិនអីទេទូប្រុសរបស់យើងក៏បានក្រោកឡើងហើយនិយាយថាលោកចៅខ្ញុំបានដាក់លុយ280លានក្នុងធនាគាររបស់ពួកលោកឥឡូវនេះដោយសារតែធនាគាររបស់ពួកលោកទុកដាក់មិនបានល្អនោះសល់តែបន្តិចទៀតទេនឹងត្រូវអ្នកខ្លះយកទៅបំផ្លាញចោលអស់ហើយខ្ញុំត្រូវតែឲ្យធនាគាររបស់អ្នកដោះស្រាយតាមច្បាប់ឲ្យខ្ញុំអ្វីទៅលោកប្តីនោះមិនមែនជាលុយក្លែងក្លាយទេមែនទេផ្ដេសផ្ដាស់មែនរាល់ក្រដាសប្រាក់របស់ក្រុមហ៊ុនយើងគឺសុទ្ធតែមានត្រាសម្គាល់ជាពិសេសគ្រាន់តែលេខស៊េរីវិញក៏ទិញផ្ដាច់មុខ VIP ផងដែរអ្នកទាំងពីរពីការភ្នែកឲ្យមែនទេទើបហ៊ានថាលុយនេះក្លែងក្លាយនោះស្អីគេ280លានជាក្រដាសប្រាក់ពិតប្រាកដទ្រព្យសម្បត្តិឯកជនរបស់អតិថិជន VIP ពួកយើងចាំបាច់ឲ្យអ្នកទាំងពីរត្រូវខ្វាយខ្វល់ដែរមែនទេឆាប់រកមនុស្សពិនិត្យវាឲ្យខ្ញុំបន្តិចថាពួកគេបានប៉ះពាល់សាច់ប្រាក់ប៉ុន្មានប្រសិនបើដៃរបស់ពួកគេបានប៉ះពាល់វាមែននោះអញ្ចឹងត្រូវសងសំណងទាំងអស់ផ្អែកលើតម្លៃដើមឮហើយពួកគេទាំងពីរនេះក៏ភ័យតក់ស្លុតយ៉ាងខ្លាំង
ពេលនេះលេខាដ៏ស្រស់ស្អាតរបស់លោកចៅដែលជាអ្នកជំនាញនោះក៏បានទៅធ្វើការពិនិត្យរួចហើយពេលនេះអ្នកជំនាញបានពិនិត្យរួចរាល់ហើយលោកចៅលទ្ធផលបឋមដែលពួកគេបានប៉ះពាល់គឺ58លានយួនលោកអីក៏ច្រើនម្ល៉េះធានមីងគេខឹងយ៉ាងខ្លាំងនាងឈួតហើយនរណាឲ្យប៉ះពាល់លុយទាំងនេះសមមុខហើយឥឡូវយើងត្រូវចំណាយ50លានជាងឯណោះនិយាយអញ្ចឹងអ្នកទាំងពីរមានគម្រោងទូទាត់សំណងតាមរបៀបណាដែរឥឡូវនេះធានមីងគេបានមកសុំអង្វរលោកចៅហើយលោកចៅ50លានជាងឯណោះទោះជាលោកយកខ្ញុំទៅលក់ក៏ខ្ញុំមិនមានលទ្ធភាពដែរចំណែកឯបងទួស្រីវិញក៏រត់មកអង្វរឈិនហ្វាំងអូមិនមែនទេបងអូនថ្លៃមើលចុះពួកយើងគឺជាគ្រួសារតែមួយទេសូមជួយពួកយើងអង្វរលោកចាងផងបានទេប៉ាម៉ាក់ជួយនិយាយប្រមាណម៉ាត់ទៅឈិនហ្វាំងឯងមានលុយច្រើនបែបនេះត្រឹមតែលុយ5លានអត់អាចឲ្យបងថ្លៃឯងធានមីងទេអីចាត់ទុកថាជួនអំណោយពួកយើងចុះខ្ញុំយល់ព្រមឲ្យឯងនឹងអ៊ុយរៀបការដោយមិនស្ទាក់ស្ទើរឡើយហើយពួកយើងនឹងក្លាយជាគ្រួសារតែមួយហើយចាត់ទុកខ្ញុំគឺជាគ្រួសារតែមួយតើអ្នកទាំងអស់គ្នាស័ក្តិសមទេពេលនេះម្ដាយទួស្រីក៏បានសួរយ៉ាងភ្ញាក់ផ្អើលថាឈិនហ្វាំងហេតុអីក៏ឯងនិយាយសម្ដីបែបនេះពួកយើងគឺជាឪពុកម្ដាយរបស់អ៊ុយត្រូវហើយមិនថាអ្នកមានលុយប៉ុណ្ណាទេបើមិនមានការយល់ព្រមពីពួកយើងនោះកុំគិតថាចង់រៀបការជាមួយអ៊ុយឲ្យសោះអ្នកទាំងពីរពិតជាភ្នែកមើលឃើញតែលុយមែនដើម្បីតែលុយសុកចិត្តឲ្យកូនស្រីច្បងនិងកូនប្រសាធ្វើបាបអ៊ុយទៀតខ្ញុំប្រាប់ពួកអ្នកចុះឥឡូវនេះអ្វីគឺមិនដូចពីមុនឡើយឥឡូវនេះខ្ញុំមិនមែនសូមពួកអ្នកធ្វើជាគ្រួសារតែមួយទេគឺពួកអ្នកទេដែលសូមខ្ញុំធ្វើជាគ្រួសារតែមួយនោះលើកនេះធ្វើយ៉ាងម៉េចទៅឥឡូវនេះខ្ញុំផ្ដល់ជំរើស2ឲ្យអ្នកទាំងពីរចុះជំរើសទី1គឺត្រូវផ្ដាច់ទំនាក់ទំនងជាមួយអ្នកទាំងពីរនេះខ្ញុំនឹងជូនទឹកប្រាក់1លានទុកជាថ្លៃបណ្ដាការជំរើសទី2នោះគឺបន្តធ្វើជាគ្រួសារជាមួយពួកគេទៀតចុះហើយក៏បន្តបង់ប្រាក់50លានជាមួយគេដែរកូនប្រសាល្អស្ដាប់តាមឯងចុះឥឡូវនេះផ្ដាច់ទំនាក់ទំនងជាមួយពួកឯងត្រឹមនេះចុះទៅហើយឯងគឺជាកូនប្រសាល្អរបស់ម៉ាក់តែម្នាក់គត់ប៉ាម៉ាក់កុំហៅពួកយើងថាប៉ាម៉ាក់អីចាប់ពីពេលនេះតទៅពួកយើងគ្មានអ្វីពាក់ព័ន្ធគ្នាទេហើយទឹកប្រាក់50លានពួកឯងបង់ដោយខ្លួនឯងចុះទេម៉ាក់ទើបតែនិយាយថាខ្ញុំគឺជាកូនប្រសាល្អរបស់ម៉ាក់តែម្នាក់គត់នោះតើឯងជានរណាគេមិនស្គាល់ឯងទេនាំខ្លួនពួកគេទាំងពីរទៅប្រសិនបើពួកគេមិនបានបង់ប្រាក់58លានទេឲ្យពួកគេចំណាយពេលមួយជីវិតរបស់ពួកគេនៅក្នុងគុកចុះកុំអីឈីហ្វាំងខ្ញុំខុសហើយខ្ញុំព្រមលុតជង្គង់ទៅចុះឈីហ្វាំងលើកលែងទោសឲ្យខ្ញុំបានទេឈីហ្វាំងខ្ញុំខុសហើយម្ដងវគ្គនេះគឺថាតួស្រីរបស់យើងបានដេញដោលតួប្រុសហើយថាតួប្រុសរបស់យើងបានលុយវិណាអីក៏ច្រើនម្ល៉េះតួប្រុសរបស់យើងរៀបនឹងឆ្លើយទៅហើយក៏បានងាកទៅឆ្វាច់ឃើញទេវតានៅលើមេឃចឹងក៏គាត់បាននឹកឃើញតាន់កុំអីនោះបែកការបាត់ចប់បដ ாய் យីចេះមើលឃើញទេវតាតាន់ដែរកុំអីនោះចប់តែហ្មងហើយបងប្អូនចង់ដឹងអត់ថាទេវតានឹងនិយាយមួយគាត់អីខ្លះអត់បងប្អូនតោះបើចង់ដឹងសូមតាមដានត្មងទៅចឹងលោកទេវតាក៏គាត់ប្រាប់ថាគាត់មកលើកនេះគឺគាត់ភ្លេចប្រាប់រឿងមួយទៅដល់តួប្រុសរបស់យើងហ្នឹងគឺគាត់អត់ឲ្យប្រាប់រឿងអាត់កំបាំងទៅដល់ពីណាគេទេខណៈតែគាត់ប្រាប់អ្នកដទៃអាវេទមន្តដែលគាត់បានបរៀនទាំងឡាយហ្នឹងគឺត្រូវវលាយអស់តែហ្មងដោយសារអីដោយសារតែវេទមន្តដែលគាត់បានរៀនហ្នឹងអត់ទាន់ភ្ជាប់ជាមួយនឹងខ្លួនគាត់ទេខណៈតែគាត់ប្រាប់ហ្នឹងគឺត្រូវតែលាយតែម្ដងអញ្ចឹងហើយគាត់ឲ្យរងចាំ30ថ្ងៃនោះទើបអាចប្រាប់អ្នកដទៃបានដូច្នេះហើយគាត់ក៏បានប្រាប់តួស្រីថាប៉ារបស់គាត់ហ្នឹងគឺជាអ្នកមានជាងគេនៅលើលោកនេះប៉ាម៉ាត់របស់តួស្រីវិញក៏ស្ដាប់ឮហើយភ្ញាក់ព្រើតឡើងដកកចំហមាត់តែហ្មងលោកប៉ារបស់ខ្ញុំគឺគាត់ទៅតែបានប្រាប់ខ្ញុំនឹងឯងហើយប្រហែលឆ្នាំនេះគឺគាត់បានលាក់បាំងអត្តសញ្ញាណរបស់គាត់ដោយសារតែគាត់ចង់ឲ្យខ្ញុំចេះលុតដំខ្លួនឯងហើយលុយទាំងអស់នេះគឺសុទ្ធតែគាត់បានវាយឲ្យខ្ញុំឈិនវ៉ាងាហេតុអីក៏ឯងមិនប្រាប់ខ្ញុំជាមុនអញ្ចឹងលើពីនេះទៅទៀតប៉ាម៉ាត់របស់ទូស្រីក៏បានកំណត់ថ្ងៃល្អឲ្យឈិនវ៉ាងហើយនឹងទូស្រីរបស់យើងរៀបការតែម្ដងតួប្រុសរបស់យើងគ្រាន់តែលឺហើយញ៉ាំស្ញាញតែម្ដងហើយគាត់ក៏បាននិយាយថាគាត់នឹងយករំលឹកល្អនេះទៅប្រាប់លោកប៉ាគាត់ហើយអញ្ចឹងប៉ាម៉ាត់របស់តួស្រីវិញគាត់ក៏បាននិយាយថាប៉ារបស់ឈិនវ៉ាងគឺជាអ្នកមានលុយជាងគេអញ្ចឹងយើងនឹងខ្លាចដូចជាប៉ាម៉ាក់ក្មេកអ្នកដែលមានលុយច្រើនជាងគេដែរហើយឥឡូវនេះគាត់គិតចង់តាមដានឈិនវ៉ាងព្រោះតែចង់ដឹងថាប៉ារបស់ឈិនវ៉ាងនឹងមានក្រុមហ៊ុនធំប៉ុណ្ណាដែរនិយាយហើយគាត់ក៏ឲ្យអ៊ុយនឹងទៅផ្ទះមុនចុះឈិនវ៉ាងវិញគេដើរមិនដើរនិយាយមិនដើរគេនិយាយថានៅ30ថ្ងៃទៀតឯណោះទើបអាចប្រាប់អ្នកដទៃបានអញ្ចឹងពិតជាលំបាកណាស់និយាយហើយគេក៏បានរត់ទៅរកលោកប៉ារបស់គេហើយប៉ាម៉ាក់តួស្រីក៏បានតាមដានមកដល់ក្រុមហ៊ុនរបស់ប៉ាតួប្រុសយើងហ្នឹងក៏ពិតប៉ារបស់តួប្រុសគឺអត់មានក្រុមហ៊ុនអីទេគឺគាត់កំពុងតែរើសអេតចាយនឹងឯងលោកប៉ាកូនប្រុសខ្ញុំទើបតែដឹងថាលោកប៉ានៅទីនេះឲ្យលោកប៉ានៅផ្ទះហេតុអីក៏ចេញមករើសសម្បកដល់ទៀតហើយឯងធំហើយមិនមែនកូនក្មេងទៀតទេឯងនឹងអ៊ុយក៏ល្មមដល់ពេលរៀបការហើយដែរតែឥឡូវស្ថានភាពគ្រួសារយើងមិនសូវល្អឡើយអញ្ចឹងហើយក៏ចង់សន្សំលុយខ្លះដើម្បីទុកជាអំណោយជូនឯងហ្នឹងណាប្រសិនបើយើងគ្មានលុយប៉ាម៉ាក់អ៊ុយច្បាស់ជាមិនយល់ព្រមឲ្យឯងរៀបការជាមួយគេទេណាឥឡូវមកមើលប៉ាម៉ាក់អ៊ុយវិញឥឡូវគាត់កំពុងតែលោបស្ដាប់តួប្រុសរបស់យើងកំពុងតែជែកគ្នាជាមួយនឹងប៉ារបស់គាត់អញ្ចឹងណាលក្ខណៈថាឃើញប៉ាតួប្រុសរបស់យើងនឹងខំអាវអញ្ចឹងណាហើយគាត់ថាប្រហែលជាតួប្រុសនឹងក៏ហក់គាត់ដែរព្រោះអីប្រាប់គាត់ថាប៉ារបស់តួប្រុសហ្នឹងគឺជាអ្នកមានបំផុតនៅលើលោកនេះអញ្ចឹងហើយចាប់ចិត្តស្ដែងឃើញមហេតុចាយហ្នឹងធ្វើឲ្យពួកគាត់នឹងសង្ហាក់ចិត្តមែនទែនតួប្រុសក៏បានប្រាប់ប៉ារបស់គាត់ថាចាប់ពីថ្ងៃនេះតទៅប៉ាមិនបាច់បារម្ភរឿងលុយទៀតឡើយ
ហើយលោកប៉ារបស់គាត់ក៏បានសួរទៅវិញថាហេតុអីទៅបន្ទាប់មកទួប្រុសរបស់យើងក៏បានហៅទេវតាទ្រព្យសម្បត្តិទេវតាទ្រព្យសម្បត្តិប៉ុន្តែក៏ឃើញថាទេវតានោះគាត់បានគេងលក់បាត់ហើយបន្ទាប់មកគាត់បានខ្សឹបប្រាប់ប៉ាគាត់ថានៅពេលគាត់ផឹកទឹកហ្នឹងគឺលុយធ្លាក់ចូលកង់ហើយតែប៉ាគាត់ហ្នឹងគឺអត់ជឿទេគាត់ថាកូនឯងក្តៅខ្លួនទេដឹងហើយគាត់ក៏បានយកដៃស្ទាបក្បាលកូនប្រុសរបស់គាត់ហ្នឹងហើយគាត់ថាមើលទៅដូចជាអត់ក្តៅខ្លួនទេហើយគាត់ថាស្អីគេផឹកទឹកក៏ចេញលុយដែរឯស្មានតែប៉ាភ្លើហើយមែនទេប៉ាចាំតែភ្លើមួយឯងតែឥឡូវប៉ារើសទៀតហើយតួប្រុសក៏បាននិយាយថាអេប៉ាខ្ញុំប៉ាខ្ញុំនិយាយពិតមែនណាប៉ាបើប៉ាឯងមិនជឿមកខ្ញុំបសតតែប៉ាឯងមើលនេះថាហើយគេក៏បានទៅផឹកទឹកតែម្ដងអញអស់បាត់ឥឡូវហៅបោះប៉ាឯងម្ដងមើលបានអូប៉ាឯងមានទឹកដាក់មើលចាអូលុយចូលទៀតហើយឃើញអត់ប៉ាឃើញអត់នេះលុយមែនណាប៉ាឃើញទេណាអូកូនឯងនិយាយមែនពិតមែនណាប៉ាឥឡូវប៉ាតួប្រុសនឹងគាត់ក៏បានសើចហើយគាត់បាននិយាយថាកូនណាធ្វើតែប៉ាចាស់មែនប៉ុន្តែប៉ាមិនដឹងអីទេណាក៏មិនចង់លេងប៉ាហ៊ីអីដាក់ប៉ាអីចឹងឥឡូវឃើញចឹងហើយប៉ាម៉ាក់តួស្រីគាត់ខឹងយ៉ាងខ្លាំងគាត់ស្រែកយកមកទំហឹងហ្មងគាត់សួរតួប្រុសរបស់យើងហេតុអីក៏កុហកគាត់ដែលប្រាប់គាត់នឹងថាប៉ាគាត់ជាអ្នកមានជាងគេឥឡូវមកឃើញផ្ទាល់នេះជាអ្នកឬសម្រាមទៅវិញហើយឥឡូវតួប្រុសនឹងមកប្រកែកមិនទៀតឥឡូវប៉ាតួប្រុសគាត់និយាយថារីករាយដែលបានស្គាល់អ្នកទាំងពីរហើយប៉ាម៉ាក់របស់តួស្រីថាខ្ពើមណាភើយដៃឲ្យសុទ្ធតែសម្រាមសុទ្ធតែដៃឲ្យចង់ប៉ះគាត់នឹងខំតអព្រោះអីគិតថាបានធ្វើជាប៉ាក្មេងរបស់អ្នកមានអញ្ចឹងណាឥឡូវមកមើលអញ្ចឹងឯងហ្នឹងចាប់ដូចគ្មានវិចារតែហ្មងមិននិយាយទេតួប្រុសរបស់យើងក៏និយាយថាគាត់អត់បានកុហកទេម៉ាក់តួស្រីក៏បាននិយាយថាស្អីគេប៉ុណ្ណឹងហើយនៅថាអត់កុហកទៀតពួកគាត់ទាំងពីរក៏បាននិយាយថាឥឡូវបើអត់លុយកុំសង្ឃឹមថាបានរៀបការជាមួយអ៊ុយនោះអសោះឥឡូវប៉ុណ្ណឹងហើយពួកយើងទៅហើយកុំអត់សិនអ្នកនៅឡងលេងដៃទៅឥឡូវប៉ាតួប្រុសបាននិយាយថាធ្វើម៉េចបើកូនមានស្រឡាញ់គ្នាហើយម៉ាក់តួស្រីក៏បាននិយាយថាចង់រៀបការបានឥឡូវឲ្យមានលុយ80លានទិញផ្ទះសិនទៅថាម៉េចស្អីគេ80លានម៉ែអាថ្លៃណាយតែអ្នកទាំងពីរឲ្យពួកយើងទៅរកលុយណាលុយច្រើនយ៉ាងហ្នឹងប៉ាតួស្រីក៏បាននិយាយថាគាត់អត់ខ្វល់ទេបើគ្មានលុយមិនបាច់ការទេពេលនេះអ៊ុយនាងក៏បានមកដល់លោកប៉ាម៉ាអ៊ុយកូនមកចំពេលល្អណាស់អ៊ុយកូនជប់ខ្វល់នឹងមនុស្សបោកប្រាស់នេះទៅគេជាមនុស្សសាមញ្ញតែប៉ុណ្ណោះមិនមែនជាកូនអ្នកមានអីទេម៉ាក់ប៉ុណ្ណឹងបានហើយម៉ាក់ទោះបីជាគាត់អត់មែនក៏កូននៅស្រឡាញ់គាត់ដែរម៉ាក់ហើយកូនក៏មករៀបការជាមួយអ្នកផ្សេងឡើយអ៊ុយកូនឯងចង់ឲ្យប៉ាម៉ាក់ឈឺចិត្តស្លាប់ហើយមែនទេបានចង់រៀបការត្រូវទិញផ្ទះឲ្យបានមុនសិនបើមិនដូច្នេះទេកុំចង់គិតអីហើយតួប្រុសក៏បានបបល់ម៉ាក់តួស្រីនឹងទៅទិញផ្ទះម៉ាក់តួស្រីក៏អូខេហើយសន្យាជួបគ្នានៅមជ្ឈមណ្ឌលទិញផ្ទះហ្នឹងនៅម៉ោង8ព្រឹកហើយបើគ្មានលុយទេចាប់គ្នាត្រឹមហ្នឹងចុះនិយាយហើយគាត់ក៏បាននាំអ៊ុយទៅតែម្ដងឥឡូវវល់មកកាន់តួប្រុសរបស់យើងវិញគេមានធ្វើអីទេមានតែខំផឹកទឹកដើម្បីអូនហ្នឹងគេផឹកហើយផឹកទៀតហើយគេមើលប្រើអញ្ចឹងណាដើម្បីមើលថាលុយរបស់យើងគេហ្នឹងកើនដល់ប្រហែលហើយគេគ្រប់នៅអីហ្នឹងណាហើយគេបាននិយាយថាកុំថាឡាយលុយប៉ុណ្ណឹងទោះច្រើនជាងហ្នឹងដល់100ដងក៏គេអាចរកបានដែរលុះស្អែកឡើងក៏មកដល់គ្រួសារខាងតួស្រីនឹងស្លៀកពាក់ឡើងឆ្អាតមកចាំតួប្រុសយើងហ្មងហើយតួប្រុសរបស់យើងវិញគេក៏បានមកយឺតហើយដោយសារតែគេស្រេកទឹកហ្នឹងហើយក៏ទិញទឹកផឹកម្ដងសិនទៅហើយប៉ាតួប្រុសក៏បាននិយាយថាមិនមែនធំដុំអីទេហើយពួកគេក៏ចាប់ផ្ដើមទៅមើលផ្ទះតែម្ដងហើយខាងបុគ្គលិកលក់ក៏ធ្វើការណែនាំចេះមួយចេះពីរអញ្ចឹងណានេះគឺជាវិឡារស់នៅមួយគ្រួសារទំហំវិញគឺ300ម៉ែត្រការ៉េហើយតម្លៃត្រឹមតែ80លានតែប៉ុណ្ណោះ80លានឯងក៏ថ្លៃម្ល៉េះហើយតួស្រីរបស់យើងក៏បាននិយាយថាម៉ាក់យើងមិនចាំបាច់ទិញផ្ទះអីទៅធំឡើងអីពេកទេម៉ាក់បាទតួស្រីក៏បាននិយាយថាប៉ុណ្ណឹងថ្លៃដែរបើអត់មានលទ្ធភាពទិញឲ្យក្រោមជាងហ្នឹងតិចក៏បានដែរមួយជីវិតទៅការម្ដងអញ្ចឹងធ្វើឲ្យថឹកធំតិចទៅតួប្រុសក៏បាននិយាយថាមួយនេះខ្ញុំអត់ត្រូវទេសូមមើលអាផ្សេងមួយទៀតម៉ាក់តួស្រីក៏បានថាទៀតហើយប្រាក់ខែត្រឹមតែ3000យួនធ្វើម៉េចនឹងមានលុយទិញផ្ទះ80លានទៅបន្ទាប់មកខាងបុគ្គលិកគាត់ក៏បានណែនាំ50លានម្ដងតែតួប្រុសយើងក៏នៅអត់តែអត់ត្រូវទេម្ដងនេះប៉ាតួប្រុសក៏បានថាម្ដងត្រឹមតែ50លានក៏អត់មានលុយទិញដែរម្ដងនេះខាងបុគ្គលិករៀងមុខកញ្ញោតិចហើយគាត់ឲ្យមើលតម្លៃ30លានម្ដងតែតួប្រុសរបស់យើងថាអត់ទេមានអាផ្សេងអត់លោកផ្ទះដែលខ្ញុំបានណែនាំទាំងអស់នេះគឺតម្លៃថោកបំផុតហើយឈិនហ្វឹងសូម្បីតែ3លានក៏គ្មានលុយទិញដែរអញ្ចឹងគួរទិញតម្លៃប្រហែលទៅសូម្បីតែតម្លៃប៉ុណ្ណឹងក៏គ្មានលុយទិញផងហើយមកចង់រៀបការជាមួយអ៊ុយយើងទៀតឈិនហ្វឹងគេក៏បានយកមកមើលបន្ថែមហើយគេក៏បាននិយាយថាខ្ញុំមិនមែនគិតថាវាថ្លៃពេកនោះទេគឺខ្ញុំគិតថាទាំងអស់នេះថោកពេកហើយហើយខាងបុគ្គលិកគាត់ក៏បានគិតថាយីតាមពិតស្ថិរលាក់មុខតានេះអីយ៉ាលោកពិតជាមានភ្នែកល្អមែននេះគឺជាវិឡាតែមួយគត់ដែលមានទំហំផ្ទៃដីរហូតដល់3000ម៉ែត្រការ៉េឯណោះហើយវាធំជាងគេបំផុតនៅក្នុងប្រទេសរបស់យើងប្រសិនបើលោកចង់បានវាគ្រាន់តែចុចទិញទៅបានហើយនោះនឹងធ្វើការផ្ទៀងផ្ទាត់មុខរបស់លោកហើយលោកនឹងក្លាយដូចជាម្ចាស់វាទាំងស្រុងអូនស្រីតើឯងពិតជាជឿគេដែរមែនទេគេគឺជាកម្មកររើសអត់ប្រាក់ខែតែ3000យួនតែប៉ុណ្ណាសូម្បីតែបង្គន់នឹងក៏មិនមានលទ្ធភាពទិញផងថាម៉េចអ្នករើសអត់ស័ក្តិសមនឹងមើលវាដែរអីគឺជាវិឡាដែលមានតែមួយគត់ទេឆាប់ឲ្យវាមកខ្ញុំវិញភ្លាមកុំចុចប្រយ័ត្នចុចខុសណាមានអីណាទោះបើយើងស្កេនមុខឲ្យបាទគិតមិនទៅចឹង
ចឹងមានតែតាមដានទាំងអស់គ្នាតែហ្មងទៅគឺថាអ្នកបម្រើក៏បានស្ដីឲ្យតួប្រុសរបស់យើងក៏ប៉ុណ្្នឹងគ្នាមានលុយទិញសោះហ្នឹងឆ្មានតែគេហ្នឹងអត់មានលុយទិញហ្នឹងឃើញគេខំអាមនោះចាប់ដើមមានតម្លៃយីចែនេះចំមែនវិញតាំងមកធ្វើញ៉ែតទៀតអត់ដឹងអីហងហ្នឹងហើយចាប់ដើមធ្វើញាក់ញ័រក៏ប៉ុតបុគ្គលិកនឹងគ្នាភ័យហ្នឹងបងអូនហើយអាផ្ទះហ្នឹងថ្លៃជាងគេបំផុតទៀតហើយកាលណាទៅចុចឲ្យអត់ទិញមេស្ដីឲ្យឥឡូវហ្នឹងឥឡូវគេចាប់ដើមស្ដីឲ្យតួប្រុសយើងហើយក៏បានហៅសន្តិសុខឲ្យមកចាប់ខ្លួនតែហ្មងសន្តិសុខចាប់ខ្លួនពួកគេទៅត្រូវទៅឲ្យពួកគេបង់ប្រាក់80លានហើយប៉ាម៉ាក់ទួចជ្រៃវិញចាប់ដើមឆ្លាចង់យករួចខ្លួនអេគឺគេជាអ្នកចុចខ្លួនឯងទេពួកយើងអត់ស្គាល់ពួកគេទេអងលុយឲ្យពួកគេជាអ្នកបង់ទៅឥឡូវប៉ាទួស្រីចាប់ដើមខាត់ទួស្រីពួកយើងគ្មានអីបង់ទេហើយប៉ាទួប្រុសគាត់គិតថា80លានគឺគាត់អត់មានលទ្ធភាពនោះទេហើយទួប្រុសវិញក៏ព្យាយាមប្រាប់ដែរថាគាត់មានលទ្ធភាពបង់តែបុគ្គលិកនឹងអត់ព្រមស្ដាប់ទេហើយនៅថាមនុស្សមានក្លិនស្អុយនឹងក៏មិនចង់កុហកទៀត80លានណាទោះបីជាលក់ទាំងគ្រួសាររបស់លោកទៀតក៏មិនគ្រប់ដែរឥឡូវចាប់បញ្ជូនពួកគេទៅប៉ុស្តិ៍ប៉ូលីសភ្លាមយេបុគ្គលិកនេះវិញអត់ស្ដាប់គេបកឆ្លើយមិនទីសោះហ្មងចាប់យកតែហ្មងនេះគេអាងអីហ្នឹងជាមួយចុងក្រោយដល់ទឹកភ្នែកហ្មងម្នាងឆាប់ទៅពេលនោះអ្នកគ្រប់គ្រងក៏បានមកដល់ឈប់សិនអ្នកគ្រប់គ្រងគាត់ហ្មងដោយសារឃើញអាផ្ទះតម្លៃថ្លៃជាងគេហ្នឹងមកឃើញលក់ដាច់គាត់មើលក្នុងប្រព័ន្ធឃើញចឹងគាត់ថាអាផ្ទះតម្លៃថ្លៃជាងគេបំផុតហ្នឹងក៏លក់ដាច់ហើយសួរពីណាគេអ្នកទិញហើយបុគ្គលិកហ្នឹងប្រាប់ថាលោកនាយកគឺពួកគាត់ពួកគាត់ពិតជាស្លៀកពាក់សាមញ្ញមែនអញ្ចឹងពួកយើងបានលក់ឲ្យលោកហើយខ្ញុំពិតជាសប្បាយចិត្តណាស់ហើយផ្ទះមួយនេះមានតម្លៃ80លានអត់ទោសបាទអញ្ចឹងតើលោកមានកម្រងបងតាមរបៀបណាដែរបាទចាតម៉ាក់ទួស្រីហ្នឹងអាចចេញមកទៀតហើយថាលោកនាយកម្នាក់ហ្នឹងគ្រាន់តែជាកម្មករឬអត់ប្រាក់ខែ3000យួនតែប៉ុណ្ណឹងទេគេមកជីវិតហ្នឹងក៏ទិញមិនបានដែរចាប់ទៅលោកវិធានហ្នឹងផ្ទះបុគ្គលិកនឹងសុំម្ដាយផាំងហ្មងហើយសួរថាហេតុអីក៏ឲ្យគេចុចដេះផ្ដាអញ្ចឹងដល់ងត់ថានេះគឺជាវេលាដែលមានតម្លៃថ្លៃជាងគេលេខ1ផងខាងបុគ្គលិកក៏បាននិយាយថាគឺសុទ្ធតែជាគេទាំងអស់ឆ្លៀតឱកាសដែលខ្ញុំមិនបានចាប់អារម្មណ៍នោះគេក៏បានយកម៉ាស៊ីនហ្នឹងទៅចុចតែម្ដងបាទទុស្រីក៏បាននិយាយថាត្រូវហើយមិនមែនខ្ញុំក៏បានឃើញដែរហើយគេនៅនិយាយថាគេមានលុយ80លានអាចទិញបានទៀតផងហើយតួប្រុសក៏បាននិយាយថាមិនខុសទេកុំថាឡើយ80លានទោះបី800លានក៏គាត់អាចមានលទ្ធភាពទិញដែរបើមិនជឿទេអាចពិនិត្យកាតខ្ញុំទៅដឹងហើយចាប់ទៅអ្នកគ្រប់គ្រងក៏បានយកការតួប្រុសរបស់យើងមកពិនិត្យចឹងណាហើយក៏ឃើញថាអត់មានលុយមួយរៀលសោះតែតួប្រុសរបស់យើងបើកភ្នែកធំហ្មងភ្ញាក់ផ្អើលព្រឺតហ្មងប៉ាម៉ាក់តួស្រីថាឃើញអត់ថាមែនយីអាក្មេងចំគួតនេះមកលេងសើចជាមួយខ្ញុំផងហើយលោកប្រធានក៏បានបោះកាតនឹងចោលតួប្រុសរបស់យើងចាប់ផ្ដើមឆ្ងល់ហើយមិនបានជាអញ្ចឹងពួកឯងគាត់ខំផឹកទឹកជាច្រើនហើយហ្នឹងចឹងហោចណាស់ក្នុងកាតក៏មាន500លានដែរហើយបើអត់ឃើញ100អញ្ចឹងពីណាមិនឆ្ងល់អត់ដល់ពេលហ្នឹងទេវតាក៏បានចេញមកផ្លែតហើយគាត់ប្រាប់ថាគាត់ភ្លេចប្រាប់រឿងមួយហើយគឺថានៅពេលដែលអ្នកនោមនោះទឹកនោមនឹងចេញពីរាងកាយរបស់អ្នកអស់ហើយអញ្ចឹងសមតលសាច់ប្រាក់នៅក្នុងកាយរបស់អ្នកក៏អស់ទៅតាមនឹងដែរលោកទេវតាចឹងអីដាច់ផ្ងាតែហ្មងពីមុនអត់ប្រាប់អស់ទេហើយតួប្រុសគាត់ក៏បាននឹកឃើញថាអញ្ចឹងមែនឥឡូវលោកប្រធានគាត់ក៏បានសួរថាតើឯងអត់មានលុយបងទេមែនទេសន្តិសុខឆាប់វាអំបាក់ដៃគេភ្លាមទៅហើយតួប្រុសរបស់យើងក៏បាននិយាយថាចាំផ្លែតហើយក៏រត់ទៅយកទឹកមកដបហ្នឹងឲ្យខ្ញុំផឹកទៅអស់មួយដបនេះសិនទៅហើយខ្ញុំនឹងបង់ប្រាក់ភ្លាមតួប្រុសរបស់យើងមិនទាន់បានផឹកផងហ្នឹងហើយលោកធានក៏បាននិយាយថាយីស្អីគេលុយផ្ទះគ្មានលុយបង់ហើយកុំចង់ផឹកទឹកហើយគាត់ក៏បានរុញតួប្រុសចេញហើយក៏ឲ្យសនវាយតួប្រុសទៅហ្មងទៅតែសំណាងល្អក៏បានប៉ារបស់គាត់នឹងរងទាន់មិននោះចប់បាទឥឡូវសូមវិលមកខាងនេះម្ដងនេះគឺជាម្ចាស់គម្រោងធំនៃផ្ទះវិឡានឹងឯងហើយម្នាក់ទៀតនេះគឺជាលោកចៅប្រហែលជាបងប្អូនស្គាល់ហើយដែលគាត់ជាមេធំនៃធនាគារនៅសាខាកណ្ដាលនឹងឯងដែលគាត់ទាំងពីរកំពុងតែធ្វើការពិភាក្សាគ្នាហើយអ្នកទាំងពីរនឹងឯងក៏ជាមិត្តសម្លាញ់នឹងគ្នាផងដែរពួកគាត់ទាំងពីរពិភាក្សាគ្នាមិនទាន់បានប្រមាណផងក៏មានដំណឹងល្អមួយគឺថាខាងលេខាហ្នឹងគាត់មានដំណឹងល្អមកប្រាប់មេរបស់គាត់គឺគាត់បានប្រាប់ថាផ្ទះវិឡាដែលមានតម្លៃថ្លៃជាងគេរបស់យើងត្រូវបានលក់ដាច់ហើយអញ្ចឹងលោកវិធានគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគាត់ក៏បានសួរថាតើពីណាគេអ្នកទិញគឺគាត់មានឈ្មោះថាឈីនហ្វាំងលោកចៅក៏បាននិយាយថាម៉េចឈីនហ្វាំងលោកចៅតើលោកស្គាល់គាត់ដែរខ្ញុំមិនត្រឹមតែស្គាល់គាត់ទេហើយគាត់ក៏ជាមនុស្សម្នាក់ដែលខ្ញុំទើបនឹងណែនាំលោកអំបញ្ញមិញនឹងឯងហើយគាត់ក៏ជាអតិថិជនធំនៃធនាគាររបស់យើងដែរអញ្ចឹងម្ចាស់គម្រោងគាត់ក៏មិនចាំយូរឡើយគឺគាត់បានសុំលោកចៅទៅមើលភ្ញៀវសិនអ្នកគ្រប់គ្រងនឹងហាក់ដូចជាមើងងាយតួប្រុសរបស់យើងខ្លាំងណាស់ដោយគេបាននិយាយថាឯងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីផឹកទឹករបស់យើងសូម្បីតែមួយដំណក់ឡើយពួកឯងឆាប់វាយគេឲ្យស្លាប់ទៅពេលនោះតួស្រីក៏បានចេញមករារាំងពួកគេកុំវាយអីឈិនហ្វាំងក្រោកឡើងនៅពេលដែលតួប្រុសរបស់យើងក្រោកឡើងនោះគេបានសម្លឹងរកមើលទឹកហើយគេបាននិយាយថាតើទឹកនៅឯណាហើយគេក៏បានស្ទុះទៅផឹកទឹកនៅក្នុងកែវចិញ្ចឹមត្រីដែលធ្វើឲ្យអ្នកទាំងអស់គ្នានៅទីនោះហួសចិត្តយ៉ាងខ្លាំងតួស្រីក៏ព្យាយាមខាត់គេដែរតែនៅក្នុងកែវគឺអស់ទឹករលីងបាត់ទៅហើយពេលនេះតួប្រុសរបស់យើងហាក់ដូចជាមានទឹកមាត់វិញហើយគឺលុយនៅក្នុងកងរបស់គេបានឡើងស្រើតទៀតហើយពេលនេះធ្វើឲ្យគេមានក្តីសង្ឃឹមសាច់ជាថ្មីអ្នកគ្រប់គ្រងនោះគេក៏បានស្រែកថាខ្ញុំមិនចង់ឃើញគេនៅទីនេះទៀតទេតួប្រុសក៏បានស្រែកថាចាំបន្តិចសិនហើយគេក៏បានលើកការនិយាយថា80លានឥឡូវខ្ញុំបងចោះម៉ាក់តួស្រីក៏បាននិយាយទាំងហួសចិត្តថាគេបានផឹកទឹកនៅក្នុងកែវចិញ្ចឹមត្រីឥឡូវនេះគួរហើយមែនទេដែលយកកាតគ្មានលុយសំបីតែម៉ាស៊ីននឹងមកទៀតហើយតើឯងចង់បោកមនុស្សប្រមាណអ្នកទៀតទៅមិនអាចទៅរួចឡើយតួប្រុសក៏បាននិយាយថាសូមព្យាយាមម្ដងទៀតចុះប្រសិនបើក្នុងកាតនេះមិនអាចដកលុយចេញមែននោះ
ខ្ញុំសុកចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ទៅចោះទូស្រីក៏បាននិយាយថាឈិនវ៉ាំងឈប់បង្កបញ្ហាទៅនៅក្នុងការនេះមិននឹងអាចមានលុយ80លានទៅកូនប្រុសវាពិតជាមិនអាចទៅរួចនោះទេប៉ាសុកចិត្តជល់គុកដើម្បីកូនប៉ុន្តែប៉ាមិនឲ្យកូននិយាយកុហកនោះទេប៉ាអ៊ុយនៅក្នុងការរបស់ខ្ញុំមានច្រើនជាង80លានទៅទៀតបានខ្ញុំនឹងផ្ដល់ឱកាសឲ្យឯងម្ដងទៀតខ្ញុំចង់មើលថានៅក្នុងការហ្នឹងបន្ទាប់ពីឆូតហើយសល់លុយប៉ុន្មានទៀតអ្នកគ្រប់គ្រងនោះក៏បានយកការនោះទៅឆូតលទ្ធផលឃើញថាគេបានដក80លានដោយជោគជ័យប៉ាទូស្រីក៏បានលាន់មាត់ថាស្អីគេមិនអាចទៅរួចទេគេមិនអាចមានលុយច្រើនថ្នាក់នេះទេទូប្រុសក៏បាននិយាយថាឥឡូវនេះខ្ញុំបានបង់ប្រាក់រួចហើយពួកអ្នកទាំងអស់គ្នាត្រូវតែលុតជង្គង់សុំទោសខ្ញុំបានខ្ញុំបានទទួល80លានហើយប៉ុន្តែឆាប់នាំខ្លួនពួកគេទាំងពីរអ្នកទៅលោកចង់ធ្វើអីអញ្ចឹងហើយតើទៅឃើញក្រាមឈូសទើបស្រក់ទឹកភ្នែកឆាប់នាំឪពុកកូននេះទៅស្រាប់តែពេលនោះលោកម្ចាស់គម្រោងធំក៏បានមកដល់ឈប់សិនលែងដៃភ្លាមអ្នកគ្រប់គ្រងជូតើភ្ញៀវធំដែលទិញផ្ទះលេខ1របស់យើងតើគាត់នៅឯណាដែរគឺអាក្មេងនៅមុខលោកប្រធាននេះហើយបាទគាត់បានបង់ប្រាក់រួចហើយតែខ្ញុំសង្ស័យថាគេបានលួចកាតគេមកឥឡូវខ្ញុំកំពុងទៅសួរចម្លើយបាទសុំសួរថាលោកឈ្មោះឈិនហ្វាំងមែនទេបាទគឺខ្ញុំហើយបាទពេលលោកម្ចាស់គម្រោងគាត់ក៏បានវាយអ្នកគ្រប់គ្រងនោះមួយដៃល្ងងណាស់តើឯងឲ្យយើងប្រឈមមុខជាមួយនឹងលោកឈិនដូចម្ដេចទៅហ៎បើឯងគ្មានសុជីវធម៌បែបនេះតើគាត់មិនមែនជាមនុស្សបោកប្រាស់ទេឯងដឹងទេថាការនេះជាកម្មសិទ្ធិរបស់គាត់ហើយមិនដែលឃ្លាតពីគាត់សូម្បីតែ1វិនាទីកុំនិយាយថា80លានទោះបីជា800លានចំពោះគាត់គ្មានបញ្ហាអ្វីឡើយលោកថាម៉េចហេតុអីក៏អ្នកទាំងពីរហ៊ានធ្វើបែបនេះដាក់លោកឈិនអញ្ចឹងទៅហ៎ចប់ហើយខ្ញុំមិនក៏បីចំពោះលោកឈិនទេពេលនេះអ្នកទាំងពីរត្រូវបានបណ្ដេញចេញហើយនាំខ្លួនពួកគេទៅលោកប្រធានសូមផ្ដល់ឱកាសខ្ញុំម្ដងទៀតផងពេលនោះលោកប៉ារបស់គេបានសួរថាកូនប្រុសតើកូនបានលុយមកពីណាច្រើនម្ល៉េះមិនមែនឯងធ្វើរឿងខុសច្បាប់អីទេមែនទេប៉ាមើលមកខ្ញុំថាជាមនុស្សបែបនេះហើយមែនទេលុយទាំងនេះគឺខ្ញុំផឹកទឹកប៉ុន្មានក្អឿចេញមកទេនៅពេលនោះប៉ាម៉ាក់ទួស្រីក៏បានខ្សឹបខ្សៀគ្នាថាស្អីគេផឹកទឹកប៉ុន្មានក្អឿចេញលុយមកនោះមិនមែនគេរកស៊ីធំអីទេដឹងអីពេលនោះប៉ាទួប្រុសក៏បានឆ្ងល់ថាស្អីគេប៉ុន្មានក្អឿចេញលុយមកនោះហ៎ពេលនោះទួប្រុសក៏បានគិតក្នុងចិត្តថាមិនល្អទេលោកទេវតាបានប្រាប់ថាមិនអោយប្រាប់ពីណាគេទេពេលនោះទួប្រុសក៏បាននិយាយពង្រៀងថាគឺខ្ញុំចង់ផឹកស្រាជាមួយលោកឈូប៉ុន្មានកែវខ្ញុំហើយនិងលោកឈូគឺជាបងប្អូនល្អនឹងគ្នាពីមុនខ្ញុំបានជួយគាត់រឿងមួយថ្ងៃនេះដើម្បីតបស្នងខ្ញុំទើបគាត់មកជាពិសេសហើយខ្ញុំបានស្នើឲ្យគាត់សម្ដែងធ្វើជាបែបនេះហើយវេលា80លាននោះគឺជាអំណោយដែលគាត់ជូនខ្ញុំតែប៉ុណ្ណោះពេលនោះប៉ាម៉ាក់ទួស្រីក៏បាននិយាយថាអញ្ចឹងវេលា80លាននោះមិនមែនឯងជាអ្នកទិញទេហើយតមកទៀតគាត់ចង់រៀបការជាមួយកូនស្រីរបស់យើងហើយមែនទេដេកស្រមៃទៅពេលនោះលោកម្ចាស់គម្រោងក៏បានទះប៉ាទួស្រីមួយដៃហើយគាត់បាននិយាយថាបងប្អូនខ្ញុំជជែកគ្នាចាំបាច់ប្រាប់លោកឲ្យដឹងដែរអីទោះបីជាគេមិនមានលុយច្រើនក៏ដោយតែមិត្តភាពពួកយើងជានិរន្តរ៍រឿងរៀបការមួយនេះខ្ញុំបានយល់ព្រមហើយមិនមែនទេលោកឈូរឿងរៀបការគឺជារឿងសំខាន់ក្នុងនាមពួកយើងជាឪពុកម្ដាយពួកយើងមិនទាន់យល់ព្រមនៅឡើយទេមិនខ្វល់ថាលោកព្រមឬមិនព្រមទេបើអ្នកហ៊ានធ្វើបាបប្អូនប្រុសរបស់ខ្ញុំគ្រួសារលីរបស់ពួកលោកនឹងមិនអាចនៅក្រុងឆឹងហាយនេះបានទៀតទេត្រូវតែរើចេញមិនមែនទេគឺលោកឈិនឥឡូវខ្ញុំត្រូវទៅហើយបាទតោះពួកយើងទៅពេលនេះប៉ាទួស្រីដើរមករៀងទៀតហើយឈិនហ្វាំងកុំស្មានថាមានលោកឈូហើយអាចទៅរួចឲ្យសោះប្រាប់ឯងទៅចោះថាការរៀបការមួយនេះយើងយល់ព្រមក៏ប៉ុន្តែឯងត្រូវបង់ប្រាក់880000ឲ្យខ្ញុំមិនត្រឹមតែ880000ទេនៅថ្ងៃរៀបការខ្ញុំច្បាស់ជាប្រើលុយឲ្យអ្នកទាំងពីរសុខស្រួលក្នុងខ្លួនល្អនេះគឺជាអ្វីដែលឯងបាននិយាយទេណាប្រសិនបើមិនអាចធ្វើបានកុំបន្ទោសខ្ញុំថាមិនទុកមុខឲ្យណាហើយថ្ងៃរៀបការកុំយកកូនស្រីរបស់ខ្ញុំទៅលក់មុខឲ្យសោះណាមកដល់ភាគនេះគឺថាតួប្រុសរបស់យើងគេបានទៅរកក្រុមហ៊ុនរៀបចំពិធីមង្គលការយីនិយាយថាមកជាតិការតែម្ដងចឹងដាក់ឲ្យអធិកធម៌តិចមើលចាពេលនេះតួប្រុសគេក៏បានប្រាប់ទៅកាន់បុគ្គលិកពីអ្វីដែលគេចង់បានឯខាងនារីបុគ្គលិកវិញគេក៏បានណែនាំទៅតាមលំដាប់លំដោយនេះគឺជាកញ្ចប់អាពាហ៍ពិពាហ៍ដ៏ប្រណិតបំផុតមានតែមួយគត់សន្តាគារផ្កាយ8មកទទួលកូនក្រមុំនៅក្នុងឡានលំដាប់កំពូលនិយាយរួមទៅគ្រប់យ៉ាងសុទ្ធតែប្រណិតណាលោកសូម្បីតែតារា Hollywood ក៏យកកញ្ចប់នេះដែរឯតម្លៃគឺ100លានតួប្រុសគ្រាន់តែលើតម្លៃហើយគេក៏បានឆែកមើលទូរស័ព្ទរបស់គេសិនគេឃើញថាលុយដូចជាមិនទាន់គ្រប់ទេដូច្នេះគេក៏បានសួរទៅកាន់នារីម្នាក់នោះអ្នកនាងតើមានទឹកទេក្រោយពីញ៉ាំទឹកហើយគេក៏បានធ្វើការបង់ប្រាក់ទៅតាមលំដាប់លំដោយអ្នកទទួលបានទឹកប្រាក់5លានឃើញនេះហើយគេក៏បានឲ្យបុគ្គលិកឆូតការដើម្បីបង់ប្រាក់តែម្ដងទឹកប្រាក់100លានទទួលបានជោគជ័យហើយខាងបុគ្គលិកវិញភ្ញាក់ផ្អើលយ៉ាងខ្លាំងបើកភ្នែកធំតែម្ដងហើយគេក៏បាននិយាយថាពួកយើងបានជួបសិទ្ធិលាក់មុខហើយលោកឈិនណាលោកគួរតែចំណាយប្រាក់ឲ្យបានកាន់តែច្រើនដើម្បីឲ្យកាន់តែប្រសើរឡើងណាលោកមួយនេះគឺជាផ្កាមកពីតំបន់ដាម៉ាស់គ្រប់នារីទាំងអស់សុទ្ធតែចូលចិត្តវាណាលោកគ្រាន់តែចំណាយ30លានតែប៉ុណ្ណោះអញ្ចឹងអ៊ុយច្បាស់ជាចូលចិត្តវាហើយ30លាននិយាយហើយគេក៏បានផឹកទឹកមួយសិនមកឆូតកាតទៅនារីនោះក៏បាននិយាយថាឆូតកាតឥឡូវគេក៏បានណែនាំទៀតហើយលោកឈិនណាលោកក៏អាចដំឡើងមួយកម្រិតទៀតដែរនេះគឺជាវងភ្លេងផ្ដាច់មុខសម្រាប់គ្រួសាររាជវង្សតម្លៃត្រឹមតែ50លានតែប៉ុណ្ណោះមើលទៅដូចជារ៉ូមែនទិកខ្លាំងណាស់ប្រកាសណាស់លោកឆាប់ឈុតកាត់ទៅពិតជាប្រសើរខ្លាំងណាស់លោកឈិនណាលោកក៏អាចរចនាតាមមួយបែបផ្សេងទៀតបានដែរនេះគឺជារចនាបថអភិជនបូហាម៉ាន់រចនាបថនេះគេពេញនិយមខ្លាំងណាស់ណាលោកឈុតកាត់ទៅ
ខាងបុគ្គលិកក៏បានស្រែកឆោតកាត់ទៅទុកខ្ញុំវិញឆោតកាត់ទៅឆោតកាត់យឺតណាស់ទុកឲ្យខ្ញុំវិញលោកឈិនសរុបអស់890លានលោកសូមអញ្ជើញទទួលចាតួប្រុសរៀបនឹងត្រឡប់ទៅវិញទៅហើយប៉ុន្តែគេឆ្លៀតដែរផ្ដាំបុគ្គលិកនៅរឿងមួយគឺកំឡុងពេលពិធីរៀបការរបស់គេនឹងគេត្រូវការទឹក100កដុងធំគឺថាតួប្រុសរបស់យើងអត់ភ្លេចទឹកតែមកហើយបានហើយខាងនារីជាបុគ្គលិកក៏បាននិយាយថាគ្មានបញ្ហាអីទេលោកហើយពេលនេះគេសប្បាយចិត្តខ្លាំងណាស់ហើយគេក៏បាននឹកឃើញសម្ដីរបស់លោកទេវតាហើយបាននិយាយថាមិនទាន់គ្រប់30ថ្ងៃមិនអោយប្រាប់នរណាទេហើយក្រោយពី30ថ្ងៃវេទមន្តនឹងភ្ជាប់ជាមួយខ្លួនគេពេញលេញហើយក្រោយមកទៀតសាច់រឿងរបស់យើងក៏បានកាន់មកដល់កន្លែងមួយគឺថាតួប្រុសរបស់យើងក៏បានដើរគ្រប់អញ្ជើញបងប្អូនសាច់ញាតិដើម្បីចូលរួមពិធីមង្គលការរបស់គេហើយទម្លាប់របស់ពួកគេគឺតែងតែដើរចែកស្ករមង្គលប៉ាអ៊ំតាំងពីដើមមកតែតែមើលងាយពួកយើងថាជាមនុស្សល្ងងហើយប្រហែលឆ្នាំនេះគឺពួកយើងគ្មានទំនាក់ទំនងអ្វីនឹងគាត់ទេកូនប្រុសហាយ៉ាងណាគាត់ក៏ជាអ៊ំរបស់ឯងដែរតោះឆាប់ទៅជូនស្ករមង្គលការគាត់ទៅគឺថាគេមិនទាន់បានហៅអ៊ំប្រុសផងស្រាប់តែអ៊ំស្រីដើរមកចេះទឹកឆាច់យកតែម្ដងហើយអ៊ំស្រីបាននិយាយថាខ្ញុំស្មានតែអ្នកសុំទានមកពីណាតាមពិតពួកឯងសោះតើមានរឿងអីហ្នឹងបងថ្លៃឈិនហ្វាំងខែក្រោយគេនឹងរៀបការហើយខ្ញុំមកនេះគឺចង់គោរពអញ្ជើញពួកបងនឹងមានស្ករគ្រាប់ជូនបងបន្តិចតួចដាក់នៅលើដីហ្នឹងហើយពេលនោះប៉ាតួប្រុសរៀបនឹងយកស្ករមង្គលជូនគាត់ទៅហើយប៉ុន្តែអ្នកមីងហ្នឹងក៏បានស្រែកថាឯងធ្វើអីហ្នឹងប្រាប់ឲ្យដាក់ចុះហ្នឹងហើយស្ដាប់លឺទេអីពេលនោះតួប្រុសគឺក៏បានខឹងយ៉ាងខ្លាំងហើយគឺក៏បានយកស្ករគ្រាំបោកចោលអស់តែម្ដងឈិនហ្វាំងតើឯងធ្វើអីហ្នឹងខ្ញុំហើយនឹងលោកប៉ារបស់ខ្ញុំខំមកពីចង្ងាយដើម្បីជូនស្ករគ្រាប់គោរពអញ្ជើញអ្នកទៅចូលរួមពិធីមង្គលការតែអ្នកគឺជាញាតិសន្តានមិនស្គាល់ល្អអាក្រក់ស្ករគ្រាប់ទាំងនេះបើអ្នកមិនញ៉ាំទេខ្ញុំមានតែបោកចោលអញ្ចឹងហើយឯងឈិនហ្វាំងកុំធ្វើបែបនេះដាក់អ៊ំស្រីឯងអីបងថ្លៃតើបងធំក៏នៅផ្ទះទេមិននៅទេឆាប់ចេញទៅក៏ប៉ុន្តែតួប្រុសគេមិនបានជឿអ៊ំស្រីនឹងឡើយគេក៏បានរត់ចូលទៅក្នុងផ្ទះតែម្ដងអេឯងធ្វើអីហ្នឹងពេលដែលតួប្រុសរបស់យើងបានរត់មកដល់ព្រាមគេបានហួសចិត្តយ៉ាងខ្លាំងដោយសារតែគេបានឃើញមីងទី3បងប្អូនជីដូន1និងពូទី2របស់គេសុទ្ធតែនៅទីនេះទាំងអស់អំបញ្ញមិញអ៊ំស្រីធំបាននិយាយថានៅក្នុងផ្ទះគ្មានមនុស្សទេតើនេះមិនមែនជាប្អូនជីដូន1របស់ខ្ញុំដែលជាអ្នករឹតអត់ហ្នឹងទេអីពេលនេះបងប្អូនជីដូន1របស់គេនឹងក៏បានមកផ្ទះអ៊ំធំរបស់គេដែរតើគេមកធ្វើអ្វីដែរហើយគេបានផ្លែផ្កាឌឺដងដាក់តួប្រុសយើងដូចម្ដេចខ្លះអូហើយនោះគឺជាឪពុករបស់ឯងដែលជាអ្នកដើររើសសម្រាមហ្នឹងមែនទេយ៉ាងម៉េចដឹងថាខ្ញុំរៀបការនៅខែក្រោយទើបមកយកស្ករគ្រាប់មង្គលមែនទេថាម៉េចខែក្រោយឯងត្រូវរៀបការពិតមែនហើយគឺប៉ាវ៉ាន់គេបានហៅពួកយើងមកទទួលស្ករមង្គលបងប្រុសតើប៉ាវ៉ាន់គេត្រូវរៀបការមែនទេមិនបានជាបងមិនប្រាប់ខ្ញុំអីមួយម៉ាត់អញ្ចឹងខ្ញុំជាពូទី2របស់គេម្នាក់ដែរណាបានហើយបងប្រុសនិយាយទៅរឿងរបស់ពួកយើងឯងមិនចាំបាច់ចង់ដឹងទេសំខាន់កូនប្រុសរបស់ខ្ញុំប៉ាអូនណាគេបានរៀបការជាមួយកូនស្រីប្រធានធនាគារណាសូម្បីតែកក់ហាងស្រាក៏មានតម្លៃថ្លៃដែរដល់ទៅ20000ឯណោះខ្លាចតែពួកឯងមានលុយមិនស្មើនឹងមួយចំណិតនឹងផងត្រាំតែ20000ទេអីច្រើនមែនដល់ពេលឃើញតួប្រុសនិយាយបែបនេះម្ដាយរបស់ប៉ាអូនគាត់ក៏បានសើចអ្នកទាំងអស់គ្នាដែលនៅទីនេះសុទ្ធតែបានលឺហើយមែនទេតែគេកំពុងនិយាយស្អីគេហ្នឹងបានជាហ៊ាននិយាយថាលុយ20000ហ្នឹងមិនច្រើនបើតាមខ្ញុំគិតណាឈិនហ្វាំងឯងឬអត់មួយឆ្នាំក៏មិនបានផងពិតមែនហើយប៉ាអូនវិញគេជានិស្សិតបញ្ចប់ការសិក្សាថ្នាក់ខ្ពស់មួយឆ្នាំគេរកបានច្រើនណាស់ហើយគេបានប្រពន្ធជាកូនស្រីប្រធានធនាគារទៀតផងមិនដូចជាឯងទេមួយថ្ងៃជូនតែអត់តាំងពីព្រឹកទល់ល្ងាចប្រាក់ចំណូលមួយឆ្នាំព្រាបមិនបាននឹងអ្នកដែលរៀនថ្នាក់ខ្ពស់នោះឡើយពិតមែនហើយប៉ាអូនរបស់យើងទើបជាអ្នកធ្វើឲ្យត្រកូលឈិនមានភាពរុងរឿងចំណែកឯឈិនហ្វាំងឯងវិញលើកលែងតែគ្រួសារឯងទេដែលធ្វើឲ្យត្រកូលឈិនពួកយើងនឹងអាម៉ាស់មុខណាស់លោកពូអ្នកមីងកុំនិយាយបែបនេះអីថ្មីត្បិតតែឈិនហ្វាំងគឺជាអ្នករើសអត់ម្នាក់មែនប៉ុន្តែនរណាក៏ខ្ញុំស្រឡាញ់រាប់អានដែរអ្នកបម្រើឆាប់យកទឹកមកទទួលលោកពូទី2នឹងឈិនហ្វាំងពេលអ្នកបម្រើលើកទឹកតែមកប៉អូនគេបានទះទុកលោកសុផាំងនរណាឲ្យនាងយកទឹកបែបនេះមកទទួលទឹកតែនេះមានតម្លៃថ្លៃណាស់តែមួយកញ្ចប់នេះមានតម្លៃ30000ណាហើយពួកគេទាំងពីរនាក់គ្រាន់តែជាកម្មករឬអត់តែប៉ុណ្ណោះគួរតែឲ្យផឹកទឹកតែដែលមានតម្លៃថ្លៃបែបនេះទេយកទៅវិញភ្លាមទៅដូរទឹកពី10ឲ្យខ្ញុំវិញមកចាស់អ្នកប្រុសពេលនេះអ្នកបម្រើគេក៏បានយកទឹកមកហើយចាំមើលអ្នកប្រុសហ្នឹងគេចង់ធ្វើម៉េចទៀតឈិនហ្វាំងលោកពូទី2ទឹកសបែបនេះប្រៀបបានដូចជាទឹកបរិសុទ្ធអញ្ចឹងវាស័ក្តិសមនឹងអ្នកទាំងពីរខ្លាំងណាស់កុំប្រកាន់ខ្លួនអីណាលោកពូទី2អញ្ជើញពិសាទៅឆាប់យកចេញទៅលោកប៉ាមិនអីទេអាយ៉ាមកប៉ាអូននេះមិនបានប្រកាន់ខ្លួនថាជាអ្នកសិក្សាជាន់ខ្ពស់អីទេគេគិតបានល្អិតល្អន់ជាងពួកយើងទៅទៀតពិតមែនហើយលើពីនេះទៅទៀតណាប៉ាអូនរបស់ពួកយើងមានការរកស៊ីធំមួយមានតម្លៃរាប់រយម៉ឺនឯណោះហើយបើកាធនាគារវិញមួយនាទីជួយរាប់រយលានគ្រាន់តែអ៊ំនិយាយដល់តំណែងឯងមានអីណាទូរស័ព្ទរបស់ប៉ាអូនលោតសារមកទៅលោកអ្នកទទួលបាន100,000យួនអីយការងារទទួលបានជោគជ័យមួយហើយចំណូលចូលដល់ទៅ100,000ឯណោះពេលនោះឈិនហ្វាំងក៏បានសួរថាត្រឹមតែ100,000ទេអីប៉ណ្ណឹងច្រើនណាស់មែនទេអ៊ំស្រីគ្រាន់តែលឺអញ្ចឹងហើយគាត់ថាភើយខ្ញុំស្ដាប់មិនច្រឡំទេដឹង100,000ឯងថាអត់ច្រើនទេតែឯងធ្លាប់ឃើញលុយច្រើនអញ្ចឹងអត់ហ្នឹងសួរឯងទៅមើលលុយ100,000ណាឯងជញ្ជូនអត់មួយជីវិតទើបឯងរកបានហើយមើលទៅប្រាក់ប៉ុណ្ណឹងខ្ញុំរកតែ1នាទីគឺបានហើយព
ពេលនោះស្រីក៏បាននិយាយទៅកាន់ប៉ារបស់ឈិនហ្វឹងថាហូឡាងឯងមើលកូនប្រុសឯងម្នាក់នេះទៅដើមឡើយរឿងគឺមិនធំទេខំមិនខំអាមិនអើដូចឯងអញ្ចឹងមិនក៏ហ៊ាននិយាយថាមួយនីតិរកបានរាប់រយម៉ឺននោះហើយអ៊ំប្រុសក៏បានឆ្លើយថាខ្ញុំគិតថាគេគឺជាអាចេចាក់ស្មុកហើយគេច្រណែនអួយផលរហូតដល់ឈួតហើយមើលទៅហើយអ្វីដែលគេបាននិយាយតើទាំងអស់គ្នាជឿដែរអត់កូនប្រុសឯងនិយាយស្អីគេហ្នឹងធ្វើជាមនុស្សណាមិនត្រូវនិយាយកុហកគេទេប៉ាសម្ដីខ្ញុំនិយាយគឺសុទ្ធតែជាការពិតឈិនហ្វឹងឯងបាននិយាយថាមួយនីតិឯងរកបានរាប់លានមែនទេអញ្ចឹងយកចេញមកមើលឲ្យអ្នកទាំងអស់គ្នាបានឃើញផងវាអត់ប្រយោជន៍ទេបើបានតែនិយាយនោះប្រសិនបើមួយនីតិឯងមានលុយជួកង100យួននោះខ្ញុំនឹងហៅឯងថាលោកប៉ាចុះយ៉ាងម៉េចដែរហ៊ានអត់ហ្នឹងហើយអ្នកទាំងអស់គ្នាក៏សើចអាឈិនហ្វឹងគេបាននិយាយថាកុំបារម្ភអីកូនសម្លាញ់តានេះមិនពិតទេមែនទេហើយទូប្រុសក៏បានផឹកទឹកមួយកែវនៅមុខអ្នករាល់គ្នាតែម្ដងពេលនោះពួកគេកំពុងតែរងចាំមើលតើឈិនហ្វឹងអាចធ្វើបានអត់ហើយឈិនហ្វឹងវិញគេមិនទាន់ដាក់កែវចោះស្រួលបួលផងសារក្នុងទូរស័ព្ទរបស់គេក៏បានលូតមកតឹងតែម្ដងហើយគេក៏បង្ហាញឲ្យអ្នកទាំងអស់គ្នាភ្លឺភ្នែកប៉អូនហ្នឹងគេសម្លឹងចង់ជ្រុះក្របភ្នែកទៅហើយទទួលបាន10លានយួនគ្រាន់តែលើ10លានភ្លាមអ៊ំនឹងភ្ញាក់ឡើងបះដៃបះជើងតែម្ដងស្អីគេហើយឈិនហ្វឹងគេបានសួរថា10លានយួនហ្នឹងច្រើនណាស់មែនទេឥឡូវគេបានបន្តផឹកថែមទៀតហើយចាំមើលឡើងប៉ុន្មានទៀតចាំមើលបាទលោកអ្នកទទួលបានទឹកប្រាក់20លានយួនតែទៅអ៊ំនឹងឆ្លេឆ្លារត់មកមើលហ្មងអីយ៉ាមិនមែនខ្ញុំព្រិលភ្នែកទេដឹង20លានឯណោះណាឥឡូវតួប្រុសចាប់ផ្ដើមផឹកទៀតហើយលើកនេះច្រើនជាងមុនហើយចាំមើលបានប៉ុន្មានដែរចាំមើលលោកអ្នកទទួលបាន100លានយួនស្អីគេ100លានយួនប៉ាអូនគេនិយាយមិនចេញទេហើយម៉ាក់របស់គេបាននិយាយថាអាកាសំណល់នេះមានការរីកចម្រើនមែនរកលុយបានច្រើនមែនហើយបើអ៊ំនេះវិញអីយ៉ាឈិនហ្វឹងឯងរកស៊ីធំហេតុអីក៏មិនប្រាប់ពួកយើងមួយម៉ាត់ចឹងកាលឯងនៅពីតូចណាខ្ញុំថាឯងជាក្មេងល្អធំឡើងច្បាស់ជាធ្វើកិច្ចការធំជាមិនខានខ្ញុំវិញជាពូជរូនមួយរបស់ឯងណាបើសិនជាឯងចង់ពឹងពាក់អីឯងប្រាប់មកចុះខ្ញុំចាំជួយឯងជានិច្ចណាអេអ៊ំទាំងអស់គ្នាត្រូវបានគេបោកប្រាស់ហើយសារទាំងនេះគឺសុទ្ធតែជាសារคล้ายៗទេស្អីគេជាសារคล้ายៗត្រូវហើយសប្តាហ៍ថ្ងៃនេះកម្មវិធីទូរស័ព្ទមានច្រើនណាស់គឺសុទ្ធតែអាចបង្កើតសារคล้ายៗបានណាកុំថាឡើយ50លានទោះបីជារាប់រយលានក៏អាចបានដែរខ្ញុំថាហើយអាកម្មករម្នាក់នេះយ៉ាងម៉េចអាចមានលុយច្រើនទៅរួចនោះមែនហើយយ៉ាងម៉េចក៏អាចមានលុយច្រើនបែបនេះនោះខ្ញុំថាយូរហើយវាច្បាស់ជាคล้ายឈិនគូឡើងឯងមើលកូនរបស់ឯងទៅឯងខ្លួនឯងអត់ប្រយោជន៍ហើយនៅបង្រៀនកូនឲ្យធ្វើជាសេដ្ឋីคล้ายនៅទីនេះទៀតដែរបើគ្មានកិច្ចការអីទេឆាប់ចេញទៅបងប្រុសខ្ញុំស្ទើរតែភ្លេចទៅហើយនេះថ្ងៃនេះពួកយើងមកទីនេះដើម្បីយកស្ករគ្រាប់មង្គលជូនបងជាពិសេសណាថ្ងៃទី8ខែក្រោយឈិនហ្វឹងនឹងត្រូវរៀបការហើយណាបងស្អីគេថ្ងៃទី8ខែក្រោយពេលនោះលោកប៉ាឈិនហ្វឹងក៏បានសួរថាយ៉ាងម៉េចដែរបងថ្ងៃនោះបងមានធរៈអីមែនខ្ញុំសូមប្រាប់ឯងការពិតទៅចោះថ្ងៃទី8ខែក្រោយកូនប្រុសរបស់ខ្ញុំប៉អូនក៏ត្រូវរៀបការដែរហើយថ្ងៃនេះខ្ញុំបានហៅពួកគាត់ទាំងអស់គ្នាមកទទួលស្គាល់គ្រាប់មង្គលណាព្រោះវាជាថ្ងៃល្អសម្រាប់គ្រួសារយើងទាំងពីរអញ្ចឹងគឺចំពេលដូចគ្នាទៅហើយអញ្ចឹងឯងថាទៅមើលតើសាច់ញាតិទាំងអស់ត្រូវចូលរួមពិធីមង្គលការពីណាគេបងប្រុសបើដូចអ្វីដែលបងបាននិយាយនោះពិធីមង្គលការប៉ាអូនគឺជារឿងធំណាស់ខ្ញុំមិនអាចមកចូលរួមបានទៅខ្ញុំនឹងឲ្យឈិនហ្វឹងបដូរថ្ងៃរៀបការហើយអញ្ចឹងប៉ាហេតុអីក៏ត្រូវបដូរថ្ងៃរៀបការនោះតើប៉ានៅមិនទាន់យល់ទៀតមែនទេពួកយើងខំមកពីចម្ងាយដើម្បីជូនស្ករមង្គលដល់ពួកគាត់តែពួកគាត់មានបានចាត់ទុកពួកយើងជាសាច់ញាតិដែរអត់ពេលគេរៀបការគេមិនហៅយើងទេឯប៉ារបស់ប៉ាអូនគាត់ក៏បាននិយាយថាមិនបាច់ខ្វល់សាច់ញាតិឬមិនសាច់ញាតិអីទេចង់ចែកស្ករមង្គលនឹងក៏ចែកទៅខ្ញុំចាំមើលថាសាច់ញាតិនៅទីនេះតើពួកគាត់ចូលរួមពិធីមង្គលការកូនប្រុសរបស់ឯងឬក៏កូនប្រុសរបស់យើងពេលនេះប៉ារបស់ឈិនហ្វឹងបានទៅចែកស្ករគ្រាប់មង្គលជូនសាច់ញាតិរបស់គាត់បងទី3កាលឈិនហ្វឹងនៅក្មេងបងធ្លាប់មើលថែគេពេលគេរៀបការសូមបងទៅជួយរួមផងណាពេលនោះអ្នកមីងទី3ក៏បានទះស្ករគ្រាប់ចោលហើយគាត់ក៏និយាយថាពីណាចង់ទៅឲ្យគេទៅចំពោះខ្ញុំមិនទៅទេពេលនេះលោកប៉ាឈិនហ្វឹងគាត់ហួសចិត្តយ៉ាងខ្លាំងហ្មងអ្នកមីងឯងស្អីគេខ្ញុំសូមប្រាប់ឯងឲ្យចុះស្ករគ្រាប់របស់ប៉ាអូនគេណាសុទ្ធតែមានតម្លៃរាប់ពាន់ដុល្លារហើយសុទ្ធតែសូកូឡាមកពីអឺរ៉ុបទៀតស្ករមង្គលថោករបស់ឯងបែបនេះនៅធ្វើជាចិត្តល្អយកមកឲ្យពួកយើងទៀតឆាប់យកទៅវិញទៅចំណែកឯប៉ារបស់ឈិនហ្វឹងវិញគាត់ក៏បានរើសស្ករគ្រាប់ឡើងទាំងទឹកមុខស្រងត់ស្រងាត់ហើយគាត់បាននិយាយទៅកាន់បងប្អូនជីដូនមួយរបស់គាត់ម្ដងប្រសិនបើបងមានពេលសូមមកជួយរួមពិធីមង្គលការរបស់កូនប្រុសខ្ញុំផងខ្ញុំសូមប្រាប់ឯងទៅចោះឈិនគួលាំងគ្រួសាររបស់ប៉ាអូនក្នុងមួយឆ្នាំចំណូលរាប់រយលានណាមួយប្រពន្ធរបស់គេគឺជាកូនស្រីប្រធានធនាគារទៀតផងណាយើងទៅចូលរួមគឺសមហេតុផលណាចុះកូនរបស់ឯងវិញគ្រាន់តែជាកម្មករម្នាក់តែប៉ុណ្ណោះរៀបចំពិធីមង្គលការស្អីទៅចាំបាច់ដែរអត់ណាពេលនេះសូម្បីតែឈិនហ្វឹងក៏គេហួសចិត្តដែរពេលនេះប៉ាឈិនហ្វឹងគាត់ក៏បានទៅអញ្ជើញលោកពូទី2ម្ដងលោកពូទី2ពេលឈិនហ្វឹងរៀបការសូមអញ្ជើញលោកពូទៅចូលរួមផងខ្ញុំមិនចេះហូបម្ហូបបែបហ្នឹងទេអញ្ចឹងគឺខ្ញុំមិនបានចូលរួមទេគាត់និយាយមិនទាន់នឹងចប់ស្រួលបួលផងពូចដូនមួយក៏បានរុញគាត់ចេញទៅអាឈិនហ្វឹងគេបាននិយាយទាំងឈឺចាត់ថាខ្ញុំគិតយល់ហើយ
ពួកគាត់ម្នាក់នៅពេលដែលយើងមានលុយណាពួកគាត់គឺរាប់យើងធ្វើជាសាច់ញាតិរបស់គាត់តែនៅពេលពួកយើងអត់លុយវិញណាពួកគាត់គឺធ្វើជាមិនស្គាល់ពួកយើងចឹងហើយពេលនោះប៉អូនគេងើបឡើងហើយគេក៏និយាយថាឈិនហ្វាំងខ្ញុំសូមប្រាប់ឯងទៅចោះនៅលើលោកនេះគឺអញ្ចឹងហើយអ្នកមានគឺជាស្ដេចអញ្ចេះចោះឯងគួរតែរំសាយពិធីមង្គលការឯងនៅចុងខែនេះទៅខ្ញុំនឹងអនុញ្ញាតឲ្យឯងនិងប៉ារបស់ឯងចូលរួមពិធីមង្គលការខ្ញុំដែរណាហើយពេលនោះខ្ញុំនឹងឲ្យឯងញ៉ាំអាហារដែលសល់បន្តិចបន្តួចចោះភ័យប៉អួនខ្ញុំសូមប្រាប់ឯងទៅចោះខ្ញុំមិនត្រឹមតែមិនលុបចោលពិធីមង្គលការនេះទេហើយខ្ញុំនឹងរៀបការថ្ងៃដំណើរឯងនោះទៀតម្យ៉ាងវិញទៀតពិធីរៀបការរបស់ខ្ញុំនឹងប្រណិតជាងឯងរាប់រយពាន់ដងឯណោះល្អអញ្ចឹងនៅព្រឹកថ្ងៃទី8ខែក្រោយជួបគ្នានៅផ្លូវប្រសពក្បែរនេះចោះចាំមើលពេលនោះតើនរណាហ៊ានចំណាយលុយច្រើនជាងហើយតើពិធីមង្គលការនរណាធំនឹងអធិកធមជាងបានចង់ភ្នាល់ក៏ភ្នាល់ចុះបានយើងនឹងឲ្យឯងលុតជង្គង់នៅក្នុងពិធីមង្គលការខ្លួនឯងហើយហៅយើងថាលោកប៉ាទៀតផងហើយមិនត្រឹមតែប៉ុណ្្នឹងទេនឹងត្រូវយកចំនួនដែលជូនទៅខាងស្រីនោះមកឲ្យយើងទៀតផងហាបានទុកថាវាជាកិច្ចព្រមព្រៀងមួយចុះចង់លេងអ្វីយើងកំដរឯងចុះប៉ាទុកចិត្តចុះលើកនឹងខ្ញុំមិនអោយចាញ់ទេអញ្ចឹងតោះយើងទៅមកដល់វគ្គនេះគឺថាដល់វគ្គដែលឈិនហ្វាំងនិងប៉អូនគេបានរៀបការនឹងអត់ងល់គ្នាចង់ដឹងថារវាងពួកគេទាំងពីរនាក់នឹងតើម្នាក់ណារៀបចំបានល្អជាងម្នាក់ណាប្រណិតជាងបើចង់ដឹងច្បាស់សូមទស្សនាដូចតទៅប៉អូននឹងគ្រាន់តែឃើញតួប្រុសរបស់យើងដើរមកភ្លាមគេបាននិយាយថាអាយ៉ាយយឯងគឺជាមនុស្សម្នាក់ដែលហ៊ានមកពិតមែនថ្ងៃនេះខ្ញុំអារម្មណ៍ល្អអញ្ចេះចុះឯងគ្រាន់តែលុតជង្គង់សុំទោសខ្ញុំទៅខ្ញុំនឹងលើកលែងឲ្យឯងហើយបើឯងស្ដាប់តាមបង្គាប់យើងទៀតនោះឯងចូលរួមពិធីមង្គលការរបស់ខ្ញុំនឹងឲ្យអាហារសល់ឲ្យឯងខ្លះចុះពេលទាំងអស់នេះណាគួរតែខ្ញុំជាអ្នកនិយាយទេទើបត្រូវមិនទាន់ឃើញក្តាមឈូពិតជាមិនស្រក់ទឹកភ្នែកហើយតោះប្រកួតគ្នាទៅវិញ្ញាសាទី1គឺប្រកួតឡានប៉អូនគេទះដៃភ្លាមឡានរបស់គេចាប់ដើមចេញមកហើយឥឡូវគឺថាគេមានមោទនភាពខ្លាំងណាស់ចំពោះឡានរបស់គេនឹងហើយអ៊ំស្រីចាប់ដើមចាក់ចេកចាក់ស្ករហើយអាយ៉ាមើលតឡាននីមួយៗសុទ្ធតែប្រណិតតែម្ដងហើយច្បាស់ជាតម្លៃថ្លៃហើយឥឡូវលោកពូរបស់គេថាប៉ិតមែនហើយរថយន្តនីមួយៗសុទ្ធតែប្រណិតហើយមានតម្លៃថ្លៃទៀតយ៉ាងតិចណាស់ក៏100,000ដែរប៉អូនឯងត្រឹមតែមួយផ្លេតសោះហៅឡានចេញមកច្រើនបែបនេះចំណាយលុយអស់មិនតិចទេហ្នឹងឯប៉អូនមានគេតបយ៉ាងអំនួតហ្មងប្រកាសហើយតម្លៃរាប់រយម៉ឺនឯណោះហើយអារហាមនេះមិនអាចប្រៀបធៀបនឹងខ្ញុំបានទេត្រឹមតែ100,000ប៉ុណ្ណឹងឯងថាតម្លៃថ្លៃហើយមែនទេប្រាក់ខែអាកូនឯងត្រឹមតែ3,000ទេមិនក៏ថាមិនថ្លៃទៀតណាអញ្ចឹងរថយន្តរៀបការរបស់កូនឯងនៅណាដែរគឺចិត្តមកដល់ហើយកុំបារម្ភអីហើយអ្នកមីងនេះចេញមុខមកមួយទៀតឯងខ្ញុំនឹងចាំមើលផ្ទាល់ភ្នែករបស់ខ្ញុំថាជារមាក់កង់3ឬក៏កង់ទៅហើយកសើចឆាប់លុតជង្គង់សុំទោសទៅកុំចាំដល់ពិធីអាពាហ៍ពិពាហ៍ប្រពឡើងនោះលុតជង្គង់សុំទោសគេធ្វើឲ្យខ្ញុំនៅទីនេះអាម៉ាស់មុខជំនួសណាលោកពូទុកចិត្តចុះខ្ញុំហ៊ានធានាមិនធ្វើលោកពូខ្មាស់គេទេតែអ្នកដែលខ្មាស់គេនោះគឺកូនលោកពូទេខ្ញុំចាំមើលថាក្មេងដូចឯងនេះហៅឡានយ៉ាងម៉េចចេញមកនោះអេយ៉ាឡានមកហើយនោះឃើញទេនោះឡានចាប់តែមកដល់មកថ្លែនហើយមានឡានណាមកកង់3សោះតើនរណាគេឈ្មោះឈិនហ្វាំងដែរបាទចាប់តែអ្នកទាំងអស់គ្នាសើចចង់ជ្រូថ្មិញហើយខ្ញុំថាហើយត្រឹមតែជារមាក់កង់3ទេប្រាក់ខែប៉ុណ្ណឹងមានសមត្ថភាពឯណាទៅជួលរថយន្តទំនើបនោះម្ចាស់ថ្លៃហើយកង់មង្គលនេះក៏ឯងគួរតែទទួលហើយទៅអង្គុយលើកង់3នេះទៅខ្ញុំខ្មាស់គេខ្លាំងណាស់ឈិនហ្វាំងគេបានឆ្ងល់ថាខ្ញុំបានកក់ឡានទំនើបច្បាស់ណាស់គឺច្បាស់ណាស់មិនមែនកង់3នោះទេពេលនោះប៉ាឈិនហ្វាំងគាត់ក៏បានឆ្លើយថាគឺប៉ាជាអ្នកជួលមកប៉ាកូនប្រុសគឺប៉ាអត់ប្រយោជន៍បានត្រឹមតែជួលកង់3ឲ្យកូនឯងតែប៉ុណ្ណោះនេះគឺជារថយន្តអាពាហ៍ពិពាហ៍ដ៏ល្អបំផុតហើយអាយ៉ាប្អូនប្រុសហើយប្អូននិយាយដូចផ្ទះឯងនឹងក្រខ្លាំងណាស់ហើយពេលឯងនិយាយចោះប៉ុណ្ណឹងហើយនៅប្រឹងឲ្យកូនប្រុសរៀបការទៀតគិតទៅថ្ងៃក្រោយពួកឯងបង្កើតកូនមកមិនខុសពីពួកឯងទេមានឋានៈទាបបំផុតនៅក្នុងសង្គមត្រឹមតែជាកម្មករទេនេះបានដូចជាគេនិយាយមែននេះបង្កើតកូនមកនេះហងបង្កើតកូនមកហងហើយកូនកណ្ដុរបានត្រឹមតែចាស់រូងតែប៉ុណ្ណោះហើយពួកគេទាំងអស់គ្នាក៏បានទះដៃសើចចំអកទាំងអស់គ្នាតែម្ដងប៉អូនគេបាននិយាយថាបានហើយខ្ញុំគ្មានពេលវេលាកំដរឯងលេងទៀតទេខ្ញុំទៅទទួលប្រពន្ធរបស់ខ្ញុំទៀតណាតែឯងវិញអង្គុយលើកង់3នេះទៅយឺតកើមមួយហ្នឹងទៅហើយឈិនហ្វាំងគេបានខលទៅលោកនាយកលីចុះឡានអាពាហ៍ពិពាហ៍របស់ខ្ញុំនៅឯណាដែរលោកលីបានប្រាប់ថាបានបញ្ជូនទៅដល់ហើយស្រាប់តែឡានក៏ផ្លេទីតហើយមកមើលរថយន្តវិញបាទសុទ្ធតែជារថយន្តទំនើបតែម្ដងមានតាំងពីរយតម្លៃខ្ទង់លានអីនោះហើយអ្នកគ្រប់គ្រងមកដល់ព្រាមគាត់ក៏បាននិយាយថាលោកឈិនសូមទោសផងឲ្យលោករងចាំយូរហើយបាទហើយម៉ាក់ប៉អូនចាប់ដើមឆ្ងល់តែហ្មងរឿងនេះយ៉ាងម៉េចទៅវិញឡានទាំងនេះពិតជាឈិនហ្វាំងនេះជាអ្នកកក់មកមែនទេហេតុអីក៏ទំនើបយ៉ាងនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់អ្នកគ្រប់គ្រងក៏បានស្រែកមកថាអេសូមតើឆ្ងាយតិចបាទឡាន Rolls Royce នេះមានតម្លៃរាប់សិបលានណាបើខូចអ្នកមានលទ្ធភាពសងទេហ្នឹងថាម៉េចរាប់សិបលានប៉ិតមែនហើយរថយន្តទំនើបទាំងនេះខ្ញុំធ្លាប់ឃើញតាមទូរទស្សន៍ណាមួយមានតម្លៃរាប់សិបលានឯណោះគឺជារថយន្តឈិនមុខគេណាលើលោកនេះថាម៉េចអញ្ចឹងឈិនហ្វាំងគឺជាអ្នកមានហើយដែលហ៊ានជួលឡានថ្លៃបែបនេះនោះលេងសើចយ៉ាងម៉េចទៅទាំងនេះគឺខ្ញុំកក់ទុកឲ្យអ្នកទាំងអស់គ្នាមើលសូមមើលឲ្យបានច្បាស់ទៅនេះមានតម្លៃរាប់សិបលានឯណោះណា
Sotero Royce 100 គ្រឿងតើប៉ាត់ជាឈិនហ្វឹងគេបានទិញហើយមែនទេបាទថ្ងៃនេះខ្ញុំក៏បាននាំមកបទពិសោធន៍ល្អៗដែរបាទឡានល្បីៗទាំងនេះគឺរាប់រយលានតើបើយើងទៅឈិនហ្វឹងគេចូលឡានផ្លេតឆ្លៀតបើកកញ្ចក់និយាយជាមួយប៉ាអូនថាមើលតើឯងជិះឡានមួយគ្រឿងតម្លៃ100ហ្នឹងទៅយឺតហ្នឹងទៅណាអាក្អូនឯងមើលតឡានឈិនហ្វឹងពិតជាលយមែនបងប្អូនអេដមីនក៏ស្រឡាញ់ដែរហ្នឹងលោកប៉ារបស់ប៉ាអូនក៏បានសួរថាឈិនហ្វឹងហេតុអីក៏មានលុយច្រើនបែបនេះទៅប៉ាដាច់ខាតកុំឲ្យគេបោកប្រាស់បានឲ្យសោះគេមានលុយឯណាទិញឡានថ្លៃៗបែបនេះនោះមើលទៅគ្រាន់តែជាការបង្កើតឡើងទេនៅមានឡានទាំងនោះទៀតណាពួកយើងទៅខ្ញុំបាននិយាយឲ្យថាជើងខ្ញុំមិនទាន់កម្រើកទេតើឯងមានសិទ្ធិអីចូលក្នុងនោះឈិនហ្វឹងឯងឈិនហ្វឹងដើរចូលយ៉ាងសង្ហាឯម៉ាក់ប៉ាអូនសួរថាកូនប្រុសតើឈិនហ្វឹងគេពិតជាបានជួលសន្តាគារនេះដែរមែនទេហេតុអីក៏គេមានលុយកក់រហូតដល់ VIP Top 1ទៀតនោះហេតុអីបានជាគេសុទ្ធតែល្អជាងយើងទាំងអស់អញ្ចឹងម៉ាក់កុំឲ្យគេកុហកបានឲ្យសោះណាគេគ្រាន់តែជាកម្មករក្លំស្អុយម្នាក់តែប៉ុណ្ណោះធ្វើយ៉ាងម៉េចអាចមានលុយកក់សន្តាគារលំដាប់ខ្ពស់បែបនេះទៅអូខ្ញុំយល់ហើយច្បាស់ជាគេនឹងសហការជាមួយសន្តិសុខម្នាក់នោះហើយគឺចង់នៅមុខខ្ញុំរៀបចំធ្វើជាបែបនេះហ្នឹងណាមិនខុសទេប្រកាសជាអញ្ចឹងហើយថ្ងៃនេះដើមឡើយគេធ្វើឲ្យខ្ញុំអាម៉ាស់ណាស់ចាំមើលចុះខ្ញុំនឹងផ្ដល់មេរៀនខ្លះឲ្យគេហើយពេលនេះសូមវិលមកខាងតួប្រុសយើងវិញម្ដងប៉ាក៏គាត់បាននិយាយថាសន្តាគារដែលកូនកក់នេះពិតជាប្រណិតខ្លាំងណាស់ចំណាយលុយអស់មិនតិចទេមើលទៅអ្នកដន្លងក៏បានតបលោកជាមនុស្សចាស់កម្រិលណាលោកអត់ដឹងទេសន្តាគារ Arista នេះណាការចំណាយយ៉ាងតិចក៏$20,000ដែរណាយ៉ាងតិច$20,000បងតើបងបានលុយពីណាច្រើនមកកក់សន្តាគារបែបនេះបងមិនមែនទៅខ្ចីលុយគេទេមែនទេអីយ៉ាឯងរៀបការជាមួយអ៊ុយហើយថ្ងៃក្រោយឲ្យខ្ញុំជួយសងលុយទៀតគឺមិនបានទេណាទុកចិត្តចុះលុយទាំងនេះគឺពឹងផ្អែកទៅលើមាត់ខ្ញុំរកមកតើពួកយើងប្រញាប់ជួយទៅក្នុងសិនទៅស្រាប់តែប្រពន្ធប៉ាអ៊ុយគេបានមកបជ្រៀតជិះផ្លូវនាងធ្វើអីហ្នឹងឯងសួរធ្វើអីមនុស្សថ្នាក់ទាបដូចឯងមិនដឹងប្រើអ្វីដៃថោកទាបយ៉ាងម៉េចទេទើបបានចូលមកសន្តាគារ Arista នេះណាហើយមកចង់តាំងខ្លួនជាមនុស្សថ្នាក់ខ្ពស់ទៀតខ្ញុំសូមប្រាប់ឯងទៅចោះណាសែនអ្នកក្រដូចឯងគឺឆ្លាក់ជាប់ឆ្អឹងឯងតាំងពីឯងកើតមកម្ល៉េះអញ្ចឹងឯងគឺក្រមួយជីវិតហើយថ្ងៃក្រោយច្បាស់ជាក្រតចំនួនជាមិនខានអេនាងនិយាយថាម៉េចហ្នឹងហើយនាងជានរណាដែរពួកឯងពិតជាមិនដឹងអីមែនខ្ញុំសូមប្រាប់ឯងទៅចោះកូនប្រសាររបស់ខ្ញុំគឺជាកូនស្រីប្រធានធនាគារជីនហួយណាប្រធានចៅយើងមិនអាចប៉ះពាល់គេបានទេបើដឹងថាមិនអាចប៉ះពាល់យើងបានហើយដូច្នេះទ្វារនេះយើងត្រូវតែចូលមុនពួកយើងមកទីនេះគឺសុទ្ធតែដើម្បីរៀបការហើយដើម្បីក៏ត្រូវឲ្យនាងចូលមុននោះកូនប្រុសហើយយើងឲ្យគេចូលមុនទៅហើយគេជាកូនស្រីប្រធានធនាគារណាពួកយើងជាមនុស្សសាមញ្ញមិនអាចប្រឆាំងនឹងគេបានទេកូនស្រីប្រធានធនាគារនេះយ៉ាងម៉េចទៅលយណាមែនទេប៉ារបស់នាងណានៅមុខយើងក៏អន់លំទោនចំពោះយើងដែរណាអីយ៉ាក្មេងប្រហើនឯងនិយាយថាលោកចៅក៏អន់លំទោនចំពោះឯងដែរភើយខ្ពើមណាស់តើឯងមានអត្តសញ្ញាណជាស្អីបានជាលោកចៅអន់លំទោនចំពោះឯងហ្នឹងប៉ាមើលទៅឈិនហ្វឹងជីវិតជាអ្នកក្ររបស់គេត្រូវបានលាតត្រដាងហើយបើទាំងអស់គ្នាមិនជឿនោះចាំមើលលោកចៅមកដល់គឺដឹងហើយបើឯងមិនជឿនោះបន្តិចទៀតគឺដឹងហើយអាចមកនេះពីមុននោះគេនៅមុខទ្វារធនាគារហាលោកចៅគ្រាន់តែជាការសម្ដែងទេបន្តិចទៀតលោកចៅមកដល់ហើយចាំតែស្លាប់ទៅឯងរកផ្លូវស្លាប់ដោយខ្លួនឯងទេវើយមិនពាក់ព័ន្ធនឹងយើងឡើយបានគឺឯងនិយាយថាលោកប៉ារបស់យើងគឺអស់លំទោនគ្រប់ឯងអញ្ចឹងខ្ញុំនឹងទូរស័ព្ទទៅគាត់ចាំមើលថាតែគាត់ស្គាល់ឯងឬអត់សូមអញ្ជើញចុះឥឡូវនេះលោកចៅក៏បានលើកទូរស័ព្ទកូនឆ្លាតរបស់ប៉ាចាប់ការងារហើយកំពុងរៀបចំខ្លួនទៅពិធីមង្គលការរបស់កូនណាចុះការរៀបការរបស់ឯងយ៉ាងម៉េចហើយឥឡូវប៉ានៅទីនេះមានក្មេងប្រហើនម្នាក់គេនិយាយថាស្គាល់លោកប៉ាថែមទាំងនិយាយថាលោកប៉ាគ្រាន់តែឃើញគេត្រូវអស់លំទោនចំពោះគេបន្ទាប់មកនាងនឹងក៏បានថតរូបឈិនហ្វឹងឲ្យប៉ារបស់គេមើលលោកចៅវិញគាត់មើលបានបន្តិចគាត់ក៏បាននិយាយថាអាយ៉ាកូនឆ្លាតរបស់ប៉ាមើលតាមរូបថតអញ្ចឹងប៉ាដូចជាមិនស្គាល់ទេថានៅក្រៅនឹងមានតំណែងតំណងអីនឹងប៉ាហើយនៅហៅឈ្មោះរបស់ប៉ាទៀតបន្តិចទៀតប៉ាទៅដល់ហើយណាកូនឯងដាច់ខាតកុំចាញ់បោកគេសោះអញ្ចឹងប៉ុណ្ណឹងសិនហើយប៉ាខ្ញុំនៅកន្លែងអាពាហ៍ពិពាហ៍រងចាំប៉ាណាបានស្ដាប់ឮហើយឬនៅប៉ាខ្ញុំនិយាយថាមិនស្គាល់ឯងទេស្ដាប់ឮហើយនៅឈិនហ្វឹងអាក្មេងគ្មានបានការម្នាក់ខ្លួនក្រឲ្យធ្វើរឹកជាអ្នកមានទៀតណាឥឡូវការពិតបានលាតត្រដាងហើយខ្ញុំចាំបានថាកាលដែលខ្ញុំជួបលោកចាងកាលពីមុនគាត់មិនទាន់ខ្វាក់ទេចាំបន្តិចទៀតគាត់មកដល់ខ្ញុំនឹងឲ្យគាត់សុំទោសខ្ញុំឯងឈិនហ្វឹងបងមិនចាំបាច់ធ្វើបែបនេះទេបងឲ្យគេទៅមុនចុះមិនអាចនោះទេថ្ងៃនេះនៅសន្តាគារមួយនេះសូម្បីតែក្រុងច្រឹងសឹកនេះទាំងមូលក៏អត់មាននរណាមានប្រៀបធៀបនឹងខ្ញុំបានដែរថ្ងៃនេះទ្វារមួយនេះដាច់ខាតត្រូវតែឲ្យខ្ញុំចូលទៅមុនប៉ាអូនគេក៏បាននិយាយថាអាក្មេងនេះនិយាយទៅខ្ញុំខំជួយសម្រួលហើយតែឯងនៅខ្លាំងទៀតខ្ញុំប្រាប់ឯងទៅណាថ្ងៃនេះមកទ្វារមួយនេះមានតែពួកយើងទេដែលអាចចូលបានមែនហើយប្រញាប់ទៅម្ខាងឲ្យពួកយើងចូលទៅដល់ទៅពេលនោះខាងបុគ្គលិកធនាគារគាត់ក៏បានមកដល់ទាំងអស់គ្នាសូមរក្សាការស្ងៀមស្ងាត់បន្តិចខ្ញុំគឺជាអ្នកគ្រប់គ្រងនៅទីនេះតើស្ថានភាពនៅទីនេះយ៉ាងម៉េចហើយអ្នកគ្រប់គ្រងមកចំពេលល្អណាស់ថ្ងៃនេះពួកយើងមកទីនេះដើម្បីរៀបការហើយបានកក់សន្តាគារនេះហើយតែអាក្មេងសំអុយម្នាក់នេះមិនដឹងថាលួចចូលមកពីណាទេហើយនិយាយថាកន្លែងនេះគឺគេជាអ្នកកក់មែនហើយមិនប្រញាប់ដេញពួកគេចេញទៅថ្ងៃនេះសន្តាគារពួកយើងគឺមានការកក់រៀបអាពាហ៍ពិពាហ៍ចំនួន2គូក្នុងនោះមានមួយគឺជាសាលតូចជាងគេនៅជាន់ក្រោមដីហើយមួយទៀតគឺជាសាលល្អបំផុតលេខ1គឺនៅទីនេះឯង
សូមសួរអ្នកទាំងពីរថាតើនរណាជាអ្នកកក់សន្តាគារដែលល្អបំផុតនោះលោកប៉ារបស់ខ្ញុំគឺជាប្រធានធនាគារច្បាស់ជាកក់ឲ្យខ្ញុំអាល្អបំផុតហើយមិនខុសទេតាមសមត្ថភាពអ្នកដំណងរបស់ខ្ញុំច្បាស់ជាកក់អាល្អបំផុតហើយហេសារល្អបំផុតលេខ1នេះគឺខ្ញុំជាអ្នកកក់គឺឯងជាអ្នកកក់ខ្ញុំស្ដាប់មិនច្រឡំទេដឹងឯងចង់មានន័យថាសមត្ថភាពរបស់ឯងខ្លាំងជាងលោកប្រធានធនាគារចៅទៀតមែនទេគេមនុស្សចាស់កក់សារនោះមិនបានបើជាឯងកក់បានយ៉ាងងាយស្រួលហ៎ប៉ានិយាយស្អីគេហ្នឹងអាចច្រមុះឈីហ្វឹងនេះកក់បានត្រឹមតែសារតូចបាក់បែកតែប៉ុណ្ណោះនឹងហូបម្ហូបដែលនៅសល់ខ្លះតែប៉ុណ្ណោះនេះបានត្រូវណាទោះបីជាអ្នកទាំងអស់គ្នាមិនជឿសម្ដីខ្ញុំយ៉ាងណាក៏ដោយមិនចឹងទេពួកយើងធ្វើការភ្នាល់គ្នាមួយទៅល្អទេអ្នកគ្រប់គ្រងលីអាគេដែលល្អជាងគេលេខ1គួរតែមានព្យួរឈ្មោះអ្នកជួលហើយមែនទេថែមទាំងមានរូបថតអាពាហ៍ពិពាហ៍ទៀតណាប៉ិតមែនហើយការងារនេះគឺខាងបុគ្គលិកបានរៀបចំរួចហើយណាលោករូបថតអាពាហ៍ពិពាហ៍ក៏បានរៀបចំរួចហើយដែរចាបើបែបនោះមែនគឺល្អហើយតោះពួកយើងបើកទ្វារទៅមើលទៅថារូបថតមួយនោះគឺជានរណាគេទៅនោះនឹងដឹងច្បាស់ហើយថានរណាគឺជាអ្នកចាញ់ហើយអ្នកចាញ់ត្រូវលុតចង្គង់ចុះហៅលោកប៉ាណាលោកប្តីបងធ្វើការភ្នាល់គ្នាជាមួយគេមែនទេខ្ញុំក៏មិនជឿដែររូបថតថ្នាក់ទាបរបស់គេមួយគូនេះអាចព្យួរនៅក្នុងអាគារលេខ1នោះបានល្អខ្ញុំភ្នាល់ជាមួយឯងចុះចាំតិចសិនអ្នកហៅគាត់ថាប៉ាមែនទេអញ្ចឹងខ្ញុំមិនចូលរួមទេអីយ៉ាមកចុះឯងធ្វើរឿងដល់គួរអាម៉ាស់ហើយរឿងធំបែបនេះយកមុខមនុស្សចាស់មកអាម៉ាស់ហ្នឹងឈិនហ្វឹងតែបងប្រកាសទេថាសាលនេះគឺបងជាអ្នកជួលគឺបងច្បាស់ 100% ណាអូនឈិនហ្វឹងចាំមើលបន្តិចទៀតឯងនឹងលុតចង្គង់ចុះហើយហៅខ្ញុំថាលោកប៉ាខ្ញុំសង្ឃឹមថាមិនមែនមាត់របស់អ្នករឹងហើយហៅមិនចេញទេណាតោះយើងទៅពេលនោះប៉ាអូនក៏បានបើកទ្វារច្បាច់ហើយរត់មកមើលមុនគេតែម្ដងវាមិនអាចទៅរួចនោះទេពិតជារូបថតរបស់ឈិនហ្វឹងមែនតាមពិតអ្នកដែលកក់សារលំដាប់លេខ1នេះគឺឈិនហ្វឹងមែនតាសូមអញ្ជើញលោកប្រុសអ្នកស្រីពួកយើងបានមើលឃើញហើយក្នុងសាលមួយនេះគឺបានព្យួររូបអ្នកទាំងពីរអស់លោកផ្សេងទៀតសូមអញ្ជើញចេញក្រៅសិនទៅចាហេប៉ាអូនណាចង់រត់ទៅណាហ្នឹងតើឯងមិនមែនធ្វើជាភ្លេចរឿងអីទេឯងមិនអាចទេដែលលោកប៉ារបស់ខ្ញុំមិនអាចកក់បាននោះឯងប្រហែលជាលួចចូលមកហើយយករូបថតអាពាហ៍ពិពាហ៍មកតាំងនៅទីនេះហើយបដូរធ្វើជារបស់ខ្លួនឯងបំខានឡើយពិតជាមិនខុសទេប្រកាសជាអញ្ចឹងហើយឈិនហ្វងប្រកាសជាលួចធ្វើបែបហ្នឹងហើយពួកយើងដូចជាសាច់ញាតិសុទ្ធតែដឹងក្នុងចិត្តយ៉ាងច្បាស់ថាបើសិនជាគេអាចកក់សារដល់ល្អលេខ1នៅទីនេះបានគឺដូចជាជ្រូកចេះឡើងដើរឈើអញ្ចឹងគឺបែបហ្នឹងហើយពួកអ្នកបញ្ញាប់ដេញគេចេញទៅថ្ងៃនេះគឺជាថ្ងៃសិរីសួស្ដីប៉ុន្តែថ្ងៃនេះមើលទៅសយណាស់តើឯងនៅទីនេះធ្វើអីទៀតបញ្ញាប់ចេញទៅលោកប្រុសសូមអញ្ជើញលោកទៅក្រៅជាមួយពួកយើងសិនដូច្នេះដោយសារតែគេថាខ្ញុំជាអ្នករើសអត់កក់សាលបែបនេះមិនបានហើយមែនទេអញ្ចឹងហើយអ្នកគិតថារូបថតអាពាហ៍ពិពាហ៍របស់ខ្ញុំដែលព្យួរនៅទីនេះអ្នកបែរជាទៅជឿលើការនិយាយរបស់គេទៅវិញឈិនហ្វឹងគឺឯងជាអ្នកយកមកតាំងខ្លួនឯងទេបើមិនអញ្ចឹងនោះតាមរូបរាងឯងមិនអាចដូចនេះទេខ្ញុំឲ្យឱកាសចុងក្រោយឯងម្ដងទៀតចុះឱកាសដែលបញ្ជាក់ថាខ្លួនឯងជាមនុស្សល្អត្រឹមត្រូវពិតមែននោះអញ្ចឹងពួកយើងមកប្រកួតលក្ខខណ្ឌទី3គឺការជូនចំនួនបានខ្ញុំព្រមប្រកួតជាមួយឯងម្ដងទៀតចុះឯងកុំភ្លេចកិច្ចសន្យារបស់ពួកយើងណាអ្នកចាញ់ត្រូវលុតជង្គង់ចុះហើយហៅថាលោកប៉ាបើចាញ់ហើយមិនលុតជង្គង់នោះគឺជាកូនឆ្កែអ្នកបម្រើឆាប់យកចំនួនរបស់ខ្ញុំចូលមកភ្នំមាសនាគមាសមានតម្លៃរាប់ម៉ឺនដុល្លារវិញ្ញាបនបត្រអចលនទ្រព្យមួយត្បូងគុជដែលមានតម្លៃរាប់រយម៉ឺនមួយវ៉ាវមើលទៅពិតជាស័ក្តិសមជាអ្នកមានមែនចំនួនទាំងនេះយ៉ាងហោចណាស់ក៏មានតម្លៃ5លានដែរស្អីគេ5លានអីយ៉ាតើពួកយើងអាចទទួលបានចំនួនមានតម្លៃ5លាននេះដែរទេទោះជាខ្ញុំដេកយល់សប្ក៏រំភើបឡើងភ្ញាក់ដែរទាំងនេះគឺមានតម្លៃត្រឹមតែ5លានទេអីម៉ាក់ចាំតិចទៀតចំនួនដែលម៉ាក់ទទួលបានគឺមានតម្លៃថ្លៃជាងនឹងទៅទៀតភើយការរៀបការនេះគឺមិនអាចរៀបការបានទៀតទេតើឯងនៅក្អេងក្អាងធ្វើអីទៀតខ្ញុំសូមប្រាប់ឯងណាឈិនហ្វាំងបើសិនជាចំនួនថ្ងៃនេះមិនច្រើនធ្វើឲ្យពួកយើងពេញចិត្តទេការរៀបការគឺមិនអាចកើតឡើងបានទេឈិនហ្វាំងតើឯណាទៅចំនួនរបស់ឯងវាមិនគួរឲ្យអាម៉ាស់ពេកទេឆាប់យកវាចេញមកខ្ញុំចិត្តល្អជួយរំលឹកឯងទៅប្រសិនបើឯងចាញ់ត្រូវលុតជង្គង់ចុះហើយហៅគេថាប៉ាលើសពីនេះទៅទៀតធ្វើឲ្យប្រពន្ធរបស់ឯងរួមចំណែកដោះស្រាយដែរណាកូនប្រុសតើចំនួនរបស់ឯងគឺជាអ្វីទៅឈិនហ្វាំងបងសារភាពនៅពេលនេះគឺនៅទាន់ពេលណាទុកចិត្តចុះអ្នកដែលស្ដាយក្រនោះគឺមិនមែនជាខ្ញុំទេគឺជាពួកគេទាំងអស់នោះអ្នកបម្រើឆាប់ជញ្ជូនចំនួនរបស់ខ្ញុំចូលមកចំនួនគឺបានមកដល់ហើយលោកហើយនៅពេលដែលអ្នកបម្រើយកមកគឺឃើញថាសុទ្ធតែទឹកកណ្ដុងតែម្ដងប៉ាអូននៅក្រុមគ្រួសាររបស់គេនឹងក៏នឹងឃើញសាយចង់អាយ៉ាមាត់ហើយឈិនហ្វាំងចំនួនរបស់ឯងគឺជាទឹកកណ្ដុងហ្នឹងឯងខ្ញុំកាត់មកចំណាស់នេះទៅហើយលើកទី1ហើយដែលខ្ញុំនឹងឃើញចំនួនបែបនេះគ្មាននរណាគេជូនទឹកសុទ្ធ10កណ្ដុងបែបនេះទេពួកឯងពិតជាអ្នកក្រមែនហើយវាពិតជាចម្លែកប្លែកពីគេមែនណាថ្ងៃនេះជាថ្ងៃសិរីមង្គលឯងធ្វើជាជូនទឹកសុទ្ធប្រមាណកណ្ដុងហ្នឹងឯងហើយនៅនិយាយថាយកវាធ្វើជាចំនួនទៀតអើយពិធីរៀបមង្គលការថ្ងៃនេះមិនចាំបាច់ធ្វើទេកូនស្រីតោះយើងអីយ៉ាចាំតិចសិនមើលនេះមិនមែនជាចំនួនរបស់ខ្ញុំទេចំនួនពិតប្រាកដរបស់ខ្ញុំគឺនៅទីនោះចាប់តែទាំងអស់គ្នាមើលឡើងភ្លឹកគ្រប់គ្នាតែហ្មងអ្នកមីងហ្នឹងក៏បាននិយាយថាឲ្យឯងលើកចំនួនមកតែឯងឲ្យគេលើកបំពង់ទឹកមកអញ្ចឹងតើឯងគិតចង់ធ្វើស្អីហ្នឹងនេះមិនមែនជាបំពង់ទឹកធម្មតាទេបំពង់នេះគឺអាចតភ្ជាប់លុយដល់ធនាគារណា
ទោះបីជាលុយនៅក្នុងការធនាគាររបស់ខ្ញុំកើនដល់ប៉ុន្មានសុទ្ធតែអាចជញ្ជូនមកតាមបំពង់នេះគ្រប់ពេលណាតើលុយនៅក្នុងការធនាគាររបស់ឯងអាចមានប្រមាណទៅតើអាចគ្រប់ធ្វើជាចំនួនទេឯងធ្វើមើលទៅពួកយើងនឹងជាមនុស្សឈួតហើយប៉ាម៉ាក់អ្នកទាំងពីរចាំមើលឲ្យបានច្បាស់ទៅបន្តិចទៀតអ្នកនឹងដឹងថាចំនួននោះមានតម្លៃស្មើនឹងប៉ុន្មានហើយល្អខ្ញុំនឹងចាំមើលតើបំពង់ទឹកទាំងនេះនឹងលូតលុយចេញមកប៉ុន្មានណាប៉ាអូនក្រែងឯងនិយាយថាឯងរកស៊ីធំមួយថ្ងៃចំណូលចូលច្រើនណាស់មែនទេតែបែរជាចាញ់ខ្ញុំគ្រាន់តែផឹកទឹកក៏រកចំណូលបានច្រើនជាងឯងដែរពេលនេះអ្នកបម្រើក៏បានលើកទឹកមកកដងពេញតែម្ដងមកឲ្យឈីនហ្វាំងដែលជាតួប្រុសរបស់យើងហ្នឹងហើយតួប្រុសក៏អត់ប្រអងយូរដែរដាក់មកភ្លាមលើកដាក់អឹកតែម្ដងហើយប្រហែលជាអ្នកទាំងអស់គ្នាឆ្ងល់ថាឈីនហ្វាំងនោះញ៉ាំអត់ចេះឆ្អែតអត់ចេះប៉ោងពោះអីចឹងដោយសារតែគាត់មានយុទ្ធសាស្ត្រដែលទេវតាបរិញ្ញានៅក្នុងខ្លួនរបស់គាត់ទោះគាត់ញ៉ាំយ៉ាងណាក៏អត់ចេះឆ្អែតដែរស្រាប់តែអ៊ុំស្រីចាប់ដើមថាឈីនហ្វាំងឯងធ្វើស្អីគេហ្នឹងហើយនិយាយថាផឹកទឹកអាចរកលុយបានទៀតហ្នឹងប្រកាសជាចិត្តឈួរហើយមើលទៅឈីនហ្វាំងឈប់ផឹកទៀតទៅកូនប្រុសឈប់បង្កបញ្ហាទៀតទៅស្រាប់តែឈីនហ្វាំងអស់មួយកដងដាច់ប៉ាត់តែហ្មងហើយប៉ាអូនគឺសួរថាឈីនហ្វាំងអស់ប៉ុន្មានកដងឯឡូវណាលុយមិនគឺខ្ញុំអត់ឃើញអីមកស្លឹកចឹងផឹកទឹកគឺអាចរកចំណូលបានយ៉ាងម៉េចទៅឯនេះសាច់ពេកហើយឡូវពុនប៉ាអូនគេបាននិយាយឌឺទៀតហើយខ្ញុំនៅស្មានទៀតថាឯងគ្រាន់តែដកដង្ហើមចេញចូលក៏អាចរកចំណូលបានដែរអើយឯងចាញ់ហើយត្រូវតែទទួលស្គាល់បរាជ័យគឺឯងត្រូវតែលុតចង្គង់ចុះហើយហៅខ្ញុំថាប៉ាកុំតន់អាលអន្ទះសាចាំបន្តិចសិនលុយគឺមិនតន់មកដល់ទេស្រាប់តែមួយសន្ទុះក្រោយមកអ្នកទាំងអស់គ្នានឹងចាប់ភ្ញាក់ផ្អើលមែនទែនហាក់ដូចជាមានរឿងអីកើតឡើងអញ្ចឹងថាពួកគេនឹងហាក់ដូចជាសវេសវារកមើលអីម្យ៉ាងហើយតើមិនមែនលុយមកដល់ហើយទេស្រាប់តែម៉ាក់ក្មេកឈីនហ្វាំងហ្នឹងគេក៏បានឆ្ងល់ហើយលោកបងស្ដាប់មើលតើនេះជាសំឡេងអ្វីហ្នឹងសំឡេងដូចលឺចេញពីបំពង់នោះមកអញ្ចឹងសាំតាន់និយាយចាប់ស្រួលបួនមកលុយធ្លាក់មកក្បែកហ្មងបាញ់មកឆ្វាច់មកពេញហ្នឹងហ្មងស្រាប់តែទាំងអស់គ្នានៅទីហ្នឹងចាប់ដើមហូរកជ្រាវញឹកញៀវតែហ្មងអូលុយច្រើនណាស់គឺដូចជាឈីហ្វាំងនិយាយពិតមែនគេផឹកទឹកក៏អាចរកលុយបានដែរលោកបងឃើញទេលុយអីក៏ច្រើនម្ល៉េះពួកយើងនឹងខ្លាចជាអ្នកមានហើយប៉ាម៉ាក់ប៉ុណ្ណឹងគ្រប់ទេខ្ញុំថែមឲ្យអ្នកទាំងពីរមួយកដងទៀតចុះតែពេលឃើញលុយច្រើនបែបហ្នឹងប៉ាក្មេងម៉ាក់ក្មេងរបស់គេហ្នឹងពេញចិត្តយ៉ាងខ្លាំងអញ្ចឹងបានពាក្យចាស់គេថាឲ្យតែមានលុយប្រើខ្មោចកាន់ផ្សៅក៏បានដែរលោកសូមវិលមកកាន់សាច់រឿងរបស់យើងវិញថាលោកចៅកំពុងធ្វើដំណើរមកចូលរួមពិធីមង្គលការរបស់កូនស្រីគាត់ស្រាប់តែពេលនោះជំនួយការរបស់គាត់ក៏បានប្រាប់ថាលោកប្រធានដូចជាមិនស្រួលហើយសមមកទល់សាច់ប្រាក់របស់ឈីនហ្វាំងល្បឿននៃការកើនឡើងកំពុងកើនឡើងយ៉ាងខ្ពស់ក្នុងមួយនាទីកើនឡើង50លានឯណោះប៉ុន្តែល្បឿននៃការដកចេញក៏ដូចគ្នាដែររឿងហ្នឹងគឺបានកើតឡើងកន្លះម៉ោងហើយថាម៉េច1នាទី50លានអញ្ចឹងលុយដែលដកចេញមកគឺយកទៅណាហើយគឺតាមសំណូមពររបស់លោកឈីនហ្វាំងគឺបានបញ្ជូនទៅសន្តាគារអារីស្តាហើយដោយប្រើបំពង់បញ្ជូនសាច់ប្រាក់ណាលោកសន្តាគារអារីស្តានោះគឺជាកន្លែងរៀបអាពាហ៍ពិពាហ៍ថកងឡានបន្ថែមល្បឿនរឿងឡើងចំណែកឯឈីហ្វាំងវិញគេផឹកអស់ច្រើនកដងណាស់ហើយដែរហើយគេបានសួរប៉ាម៉ាក់ក្មេងរបស់គេថាប៉ាម៉ាក់ប៉ណ្ណឹងពេញចិត្តអត់ពេញចិត្តណាស់ហើយម៉ាក់ក្មេងក៏បាននិយាយថាម៉ាក់ជ្រើសកូនឯងពិតជាមិនខុសមែនកូនឯងពិតជាកូនប្រសារដ៏ល្អរបស់ម៉ាក់មែនហើយពិតមែនហើយឈីនហ្វាំងតើលុយទាំងនេះបងបានមកពីណាមែនហើយកូនប្រុសកូនបានមកពីណាដែរកូនបាននិយាយថាឲ្យតែកូនផឹកទឹកអាចរកលុយបានតើពិតមែនទេភើយគ្រាន់តែផឹកទឹកអាចរកលុយបានពាក្យសម្ដីនេះឯងទុកយកទៅកុហកក្មេងអាយុ3ឆ្នាំទៅពួកយើងមិនជឿឯងទេតាមខ្ញុំមើលទៅលុយទាំងអស់នេះសុទ្ធតែជាលុយខ្លាំងទេនេះគ្រាន់តែជាការរៀបចំរបស់ឯងដែលឯងបានរៀបចំឡើងទេមែនទេហេប៉ាអូនគ្រាន់ពួកយើងបាននិយាយគ្នារួចមកហើយអ្នកដែលចាញ់ត្រូវលុតជង្គង់ចុះហើយហៅគេថាប៉ានោះអីឥឡូវយ៉ាងម៉េចហើយចង់បោកប្រាស់ខ្ញុំម្ដងទៀតហើយមែនទេស្អីគេឲ្យខ្ញុំហៅឯងថាប៉ាកុំសង្ឃឹមអីសន្តិសុខជួយចាប់គេឲ្យខ្ញុំហើយឲ្យគេលុតជង្គង់ចុះហើយហៅថាប៉ាភ្លាមពេលនោះអ៊ុយគេក៏បានស្រែកថាហេដល់លេងគាត់ភ្លាមឯលោកប្រធានមកដល់ល្មមចាប់លេងដៃភ្លាមប៉ាមកដល់ហើយហីប៉ាអាសំអុយម្នាក់នេះគេបានដណ្ដើមកន្លែងរៀបការរបស់ខ្ញុំដែលប៉ាបានកោអយអាល់អលេខ1ហ្នឹងណាប៉ាថែមទាំងរំខានពិធីមង្គលការរបស់ខ្ញុំទៀតថានិយាយមិនទាន់ជាប់ផងលោកចៅផ្ទះម្ដាយផាំងគ្រួសារចាស់របស់ពួកយើងត្រូវឯងបំផ្លាញហើយប៉ាហេតុអីក៏ប៉ាវាយកូនអញ្ចឹងលោកឈិនគឺជាភ្ញៀវលំដាប់ VIP របស់ធនាគារពួកយើងណាឥឡូវនេះឯងហ៊ានធ្វើបែបនេះដាក់គាត់ទៀតថាម៉េចឈិនហ្វាំងគឺជាភ្ញៀវ VIP នៅទីនោះហើយមកមីងមកនិយាយខ្សឹបម្នាក់ឯងអញ្ចឹងអាគេដែលល្អលេខ1នេះគឺឈិនហ្វាំងជាអ្នកកក់ហើយចំណែកឯលុយទាំងនេះក៏មិនមែនជាលុយខ្លាំងដែរលោកឈិនតើលោកមិនអីទេលោកគួរតែទូលមានកូនស្រីរបស់លោកឲ្យបានល្អកូនស្រីឆ្លាតរបស់លោកនោះណាហើយនឹងមានសាច់ញាតិដ៏ល្អទាំងនេះទៀតបាទលោកបាទគឺខ្ញុំអប់រំគាត់មិនបានល្អសន្តិសុខមកនេះនាំកូនស្រីរបស់ខ្ញុំត្រឡប់ទៅផ្ទះវិញធ្វើខុសហើយត្រូវតែទទួលស្គាល់កំហុសអេឈីងនៅមានគ្រួសាររបស់អ្នកទៀតណានៅមិនទាន់រៀបការផងនៅជំរុញកូនស្រីរបស់ខ្ញុំឲ្យបង្ករឿងធំបែបនេះទៀតហើយនៅចង់ធ្វើសាច់ញាតិរបស់តកូលចៅយើងទៀតឥឡូវនេះខ្ញុំសូមប្រាប់ពួកអ្នកជាផ្លូវការថាឈីងប៉អ៊ុនអ្នកត្រូវបានបណ្ដេញចេញហើយរឿងរៀបការជាមួយកូនស្រីរបស់ខ្ញុំគឺត្រូវបានរំសាយហើយប៉អូនគេបានអង្វរទៅលោកចៅថាកុំអីលោកប៉ាពេលនេះចប់ហើយថ្ងៃក្រោយមិនអាចធ្វើជាដន្លងជាមួយនឹងលោកប្រធានចៅទៀតទេ
ត្រូវបានរំសាយហើយពួកយើងឥឡូវនេះអ្វីក៏គ្មានទៀតដែររដ្ឋបាលឮបែបនេះភ្លាមរបស់គេនឹងក៏បានរត់អបដៃអបជើងរបស់ឈិនហ្វឹងភ្លាមឈិនហ្វឹងខ្ញុំដឹងថាឯងជាក្មេងល្អច្បាស់ជាធ្វើកិច្ចការធំជារំខានឯងថ្ងៃក្រោយជួយមើលថែស្រីផងណាសាប់តែនិយាយមិនទាន់ចប់ផងម៉ាក់ប៉ាអ៊ូនមកមួយទៀតប៉ិតមែនហើយឈិនហ្វឹងបងប្អូនចំនួនមួយរបស់ឯងប៉ាអ៊ូនគឺគេមិនដឹងការងារអីទេការពិតទៅពួកយើងគឺសុទ្ធតែជាសាច់ញាតិតែមួយទេកុំភ្លេចណានៅមានខ្ញុំជាពូចដូនមួយម្នាក់ដែរណាស្រាប់តែពេលហ្នឹងលោកទេវតាក៏បានហៅឈ្មោះឈិនហ្វឹងលោកទេវតាក៏បានសួរថាតើវេទមន្តដែលគាត់បានបរៀនពីមុនមកហ្នឹងតើវាគ្រប់គ្រាន់សម្រាប់អ្នកហើយនៅហើយតែអ្នកពេញចិត្តអត់ឈិនហ្វឹងក៏បានឆ្លើយតបថាថ្មីត្បិតតែរកលុយបានច្រើនមែនប៉ុន្តែលុយនៅក្នុងដៃនេះគឺច្រើនពេកហើយគឺច្រើនដល់ថ្នាក់គេមិនអាចចាត់ចែងបាននោះឡើយមនុស្សជុំវិញខ្លួនខ្ញុំគឺគ្មាននរណាចិត្តស្មោះត្រង់នឹងខ្ញុំឡើយខ្ញុំឥឡូវនេះមានអារម្មណ៍ថាការរស់នៅដូចពីមុនសាមញ្ញគឺល្អប្រពៃហើយសូមអ្នកយកយុទ្ធសាស្ត្រនេះទៅវិញទៅខ្ញុំចង់ប្រើដៃរបស់ខ្ញុំទាំងពីរដើម្បីរកលុយវិញម្ដងលោកទេវតាក៏បាននិយាយថាឥឡូវនេះអ្នកបានយល់នឹងសមបំដងហើយនឹងយកវេទមន្តនេះទៅវិញហើយនិយាយរួចលោកទេវតាក៏បានដកវេទមន្តយកទៅវិញហើយសាច់រឿងរបស់យើងក៏ចាប់ត្រឹមនេះឯងហើយបងប្អូនទាំងអស់គ្នាកុំភ្លេចញ៉ាំទឹកឲ្យបានច្រើនណាហើយសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់